កើតក្នុងផ្ទៃម្ដាយកម្មមួយហ្នឹងវាកំណត់ឲ្យយើងរស់នៅបាន10 20 30ឬក៏70 80ឆ្នាំប៉ុន្តែយើងរស់នៅបានប៉ុណ្ណឹងឬមិនបានអាស្រ័យយើងរៀបចំជីវិតពេលបច្ចុប្បន្នបើយើងផឹករាល់ថ្ងៃលើកដាច់រហូតហូបអីមិនចេះគិតហើយអត់សូវដេកអត់សូវពួនជក់គ្រឿងញៀនឬក៏ពិបាកចិត្តតឹងធូងរាល់ថ្ងៃអានឹងអាយុអត់វែងអាយុយើងត្រូវនៅបាន80ឆ្នាំផឹកច្រើនពេកនៅសល់50អីចឹងទៅឬក៏ពិបាកចិត្តពេកកើតទុកមុខជាំទៅស្គមរីងរៃអាយុខ្លីដោយសារពិបាកចិត្តហ្នឹងគឺកូនក្មួយយើងខ្លះសបាយពេកបរោះតែម៉ូតូប៉ុណ្ណឹងតែជាមួយកង់ឡានហើយអ្នកខ្លះអត់ចេះពាក់មួកសុវត្ថិភាពអីទេឬក៏ជក់បរិយជក់វ៉ែតហូបចុកអីទៅប្រទេសទៅប្រដាស់ទៅអាហ្នឹងខាតអាយុយើងហើយចង្គៀងហ្នឹងវាឆាប់អស់ព្រេងហ្មងត្រូវរស់នៅបានដល់70 80ឆ្នាំត្រូវស្លាប់តាំងក្មេងអាយុ10 20ឆ្នាំហ្នឹងក៏សឹងតែបានកម្មហ្នឹងវាចូលមកកាត់ផ្ដាច់ជីវិតរបស់យើងពេលខ្លះអាយុយើងនឹងត្រូវរស់បានយូរប៉ុន្តែសកម្មភាពយើងនឹងវាធ្វើឲ្យអាយុនឹងខ្លីចុះមកអញ្ចឹងកុំបន្ទោសកម្មចាស់ពេកពេលខ្លះយើងធ្វើកម្មថ្មីមិនល្អធ្វើឲ្យយើងអាយុខ្លីប៉ុន្តែមានអ្នកខ្លះដែរមានបាបកម្មពីអតីតណាមកមិនបានធ្វើអីអាក្រក់ប៉ុន្តែគាត់ត្រូវអស់ជីវិតក៏មានដែរឧបមាថាកម្លាំងបាបពីអតីតមកវាមាន100ប៉ុន្តែបុគ្គលនឹងបច្ចុប្បន្នប្រឹងធ្វើបុណ្យចាំម៉ែចាំឪធ្វើទានសាសិលចម្រើនភាវនាច្រើនទៅកម្លាំងបុណ្យនឹងវាជួយទប់ស្កាត់បាបបានខ្លះដែរឧបមាដូចថាសម្លនឹងវាប្រៃឲ្យបានដាក់ទឹកទៅវារៀងសាបទៅវាមិនមក100%ហ្មងបុណ្យដែលវាទៅជួយទប់ស្កាត់បាបនឹងលោកហៅថាឧបបិលកកម្មបុណ្យនឹងទៅជ្រៀតបៀតបាបហ្នឹងអំពើបាបអំពើអាក្រក់ក៏វាទៅជ្រៀតបៀតបុណ្យដែរឧបមាថាគាត់កំពុងរហូតស៊ីឡើងឋានៈបុណ្យសាក់ខ្ពងពោះប៉ុន្តែច្រឡំពេលមួយនោះផឹកស្វឹងដកភ្លើងបាញ់គេទូងទៅអស់លីងជាប់គុកជាប់ច្បាក់ទៀតអាហ្នឹងបាបទៅជ្រៀតបៀតបុណ្យម្ដងចុះឃើញធ្លាប់ឮមកថាបាបបុណ្យស៊ីសងគ្នាមិនបានទេបាបដែលយើងធ្វើហើយនោះយើងលុបវាមិនបានទេប៉ុន្តែកម្លាំងបុណ្យដែលយើងធ្វើថ្មីហ្នឹងវាអាចជួយទប់ស្កាត់សម្រាលបាបនឹងបានខ្លះដែរដូចជាក្នុងរឿងប្របាទជាសត្រូវដែលសម្លាប់បិតាខ្លួនឯងត្រូវអនរយកម្មទៅធ្លាក់ក្នុងអវិជ័យមហានរកជ្រៅប៉ុន្តែពេលដែលលោកនៅមានបញ្ជនហ្នឹងលោកធ្វើបុណ្យច្រើនណាស់ទំនុកម្រងព្រះសម្មាសម្ពុទ្ធភិក្ខុសង្ឃឧបត្ថម្ភសង្ឃានាបុណ្យហ្នឹងជួយសម្រាលមិនឲ្យធ្លាក់ទៅក្នុងអវិជ័យនរកទេត្រឹមតែលោហៈគុម្ភីនរកប៉ុន្តែវាស្រាលជាងបន្តិចឧបបិលកកម្មអាចបុណ្យចូលទៅបៀតបៀនបាបឬក៏អាចបាបថ្មីនឹងចូលទៅកាត់បន្ថយបុណ្យវិញនៅក្នុងវិធុរៈជាដកមាននិយាយពីកដុំពី4នាក់ជាសម្លាញ់នឹងគ្នាគាត់តែងតាថ្វាយទានដល់លោកតាបោះ4អង្គហើយលោកតាបោះហ្នឹងពេលឆាន់ត្រង់ហើយគាត់ទៅសម្រាកនៅនឹងទីកន្លែងផ្សេងគ្នាលោកតាបោះមួយទៅសម្រាកនៅឋានត្រៃត្រង់លោកតាបោះមួយនៅឋានវិជុងនេះលោកតាបោះមួយនៅគ្រុឌវិមានរបស់គ្រុឌលោកតាបោះមួយនៅឧទ្យានរបស់ព្រះរាជាហើយត្រឡប់មកវិញក៏រាយរាប់ពីទីកន្លែងវិជុងនេះហ្នឹងវាស្អាតអញ្ចេះនៅឋានត្រៃត្រង់ហ្នឹងវាស្អាតអញ្ចេះវិមានរបស់គ្រុឌនឹងស្អាតអញ្ចេះប្រាសាទរបស់ព្រះរាជានឹងស្អាតអញ្ចេះក៏ដុំពីម្នាក់នឹងឮតែបោះនិយាយពីកន្លែងនឹងអញ្ចឹងក៏តាំងចិត្តប្រាថ្នាថាដោយអានុភាពនៃបុណ្យដែលខ្ញុំបានធ្វើហើយនេះសូមឲ្យបានទៅកើតនៅកន្លែងហ្នឹងរៀងខ្លួនណាដោយបុណ្យកុសលដែលបានធ្វើហ្នឹងបានទៅកើតនៅកន្លែងហ្នឹងដោយប្រាថ្នាមែនអាហ្នឹងតើលោកធ្វើទានផងលោករក្សាសិលផងបុណ្យកុសលហ្នឹងនាំឲ្យទៅកើតក្នុងទីដែលខ្លួនប្រាថ្នាហ្នឹងក៏ដុំពីម្នាក់បានទៅកើតជាស្ដេចនាគក៏ដុំពីម្នាក់បានទៅកើតជាស្ដេចគ្រុឌក៏ដុំពីម្នាក់បានទៅកើតជាសកទេវរាជស្ដេចទេវតាក៏ដុំពីម្នាក់បានទៅជាស្ដេចផែនដីហើយមកជួបជុំគ្នាមិត្តភក្តិគ្នាហ្នឹងសុំសិលមួយគ្នាទៀតមានឧបនិស្ស័យធ្វើបុណ្យមួយគ្នាពីអតីតជាតិមកជាតិនេះនៅឆ្ងាយពីគ្នាក៏ស្កាត់រកគ្នាជាមិត្តភក្តិបន្តទៅទៀតហើយធ្វើបុណ្យបន្តទៅទៀតជាសរុបមកបំណងប្រាថ្នារបស់យើងនឹងអាចបានសម្រេចមែនប៉ុន្តែតើយើងមានបុណ្យផងនៅក្នុងធម៌ថាបើបុគ្គលនឹងបានធ្វើទានផងរក្សាសិលផង
ปัฒนางีหนึ่งบานสำหรับគណៈប្រគេនយោបល់គុណចាស់ដែលមានឱកាសបានទៅរៀននៅបរទេសទោះជារៀនភាសាបាលីសំស្ក្រឹតសមាធិវិបស្សនាឬក៏មុខវិជ្ជាអីផ្សេងៗក៏ដោយមានឱកាសទៅរៀននឹងជារឿងមួយល្អប្រសើរណាស់ប៉ុន្តែចំណុចមួយពេលយើងរៀនចប់ទៅសួរខ្លួនឯងថាអ្វីដែលត្រូវយើងយកត្រឡប់មកស្រុកយើងវិញហើយអ្វីយើងទុកឲ្យគេនៅនោះហើយចំណេះជំនាញបញ្ញាស្មារតីក្បួនច្បាប់អីយើងត្រូវយកមកស្រុកទេសដើម្បីជួយស្រុកទេសយើងវិញហើយចំណុចមួយដែលយើងពិចារណាគឺរឿងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ការសូត្រធម៌ការស្លៀកពាក់របៀបរបបការរស់នៅហ្នឹងពេលខ្លះវាជាអត្តសញ្ញាណរបស់ស្រុកទេសគេហ្នឹងអញ្ចឹងស្រុកទេសយើងវាមានអត្តសញ្ញាណលក្ខណៈសម្គាល់ថាជាពុទ្ធសាសនាខ្មែរហ្នឹងចេះអញ្ចឹងអ្វីណាដែលវាមិនប៉ះពាល់មិនខុសនឹងវិន័យធម៌អាអីទេយើងគួររក្សាវប្បធម៌ប្រពៃណីហ្នឹងនៅជារបស់ខ្មែរយើងអញ្ចឹងទៅដើម្បីឲ្យគេដឹងថាអូនេះប្រសង់ខ្មែរនេះប្រសង់ភូមាប្រសង់ថៃប្រសង់ស្រីលង្កាយើងមិនមែនថាទៅប្រកាន់ពូជសាសន៍រឿងហ្នឹងទេប៉ុន្តែថាយើងមានអត្តសញ្ញាណមួយថាជាខ្មែរទៅគេអាចកត់សម្គាល់បានយើងថែរក្សាវប្បធម៌ប្រពៃណីរបស់យើងគេថែរក្សាវប្បធម៌ប្រពៃណីរបស់គេអញ្ចឹងទៅរីឯចំណេះដឹងជំនាញបញ្ញាស្មារតីយើងយកមកអភិវឌ្ឍសុខទេសយើងពុទ្ធបរិស័ទយើងនមោតេពុទ្ធវិរត្ថុវុបមុតតោសិសព្ពធិសម្ពាធបដិបណ្ណោស្មេតាសៈមេសារណង្ភវេបបិទ្ធប្រពុតអ្នកមានសេចក្តីព្យាយាមកិរិយានមស្ការថ្វាយបង្គំរបស់ខ្ញុំចូលមានដល់ព្រះអង្គរួចស្រឡះចាកធម៌ទាំងពួងមានខណ្ឌនិងអាយតនៈជាដើមខ្ញុំព្រះអង្គដល់នៅគ្រោះថ្នាក់ដ៏ចង្អៀតហើយសូមព្រះអង្គជាទីពឹងរបស់ខ្ញុំតថាគតាំងអរហន្តតាំងចន្តិមាសរណង្កតោរាហុចន្ទាំងបមញ្ចសៈពុទ្ធាលោកានុកម្មបកាចន្ទមៈទេវបុត្រដល់នៅតថាគតជាអរហន្តជាទីពឹងទីរលឹកហើយមនារាហុអ្នកចូលលែងចន្ទទេវបុត្រនោះចេញព្រះពុទ្ធទាំងឡាយតែងអនុគ្រោះដល់សត្វលោកទាំងឡាយអាត្មានឹងលើកដំណើររឿងក្នុងពុទ្ធសាសនាតកតងនឹងដំរីអេរវ័នឬក៏ខ្មែរយើងហៅដំរីក្បាល3កណ្ដឹងសម្ព័ន្ធដែលជាយានជំនិះរបស់សកទេវរាជយើងហៅថាប្អិនសកទេវរាជនឹងកាលនៅជាមនុស្សឈ្មោះមគ្គមានុបគាត់មានមិត្តភក្តិគាត់33នាក់ហើយជួយចិត្តជួយកិច្ចការងារសហគមន៍ធ្វើផ្លូវធ្វើស្ពានធ្វើថ្នល់ដាំដើមឈើជីកស្រះទឹកធ្វើសាលាឆតទៀនយកអាសាអ្នកធ្វើដំណើរស្ត្រីមានផ្ទៃពោះប្រសង់អ្នកបួសឬក៏សាមញ្ញជនណាក៏ដោយធ្វើដំណើរតាមភូមិគាត់នឹងគាត់តែងតែយកអាសាកិច្ចការងារកសាងទាំងអស់ហ្នឹងគាត់ប្រើកម្លាំងដំរីនឹងជួយកិច្ចការងារគាត់ច្រើនណាស់ហើយបង្អោនចិត្តធ្វើបុណ្យជាមួយនឹងមគ្គមានុបនឹងដែរចឹងបានពេលមគ្គមានុបជាមួយនឹងមិត្តភក្តិទាំង33នាក់ស្លាប់ទៅបានទៅកើតជាប្អិននិងរដ្ឋមន្ត្រីរបស់ប្អិនហ្នឹងដំរីហ្នឹងក៏បានទៅកើតជាទេវបុត្រមួយដែរប៉ុន្តែដោយសារធ្លាប់មានឧបនិស្ស័យជាអ្នកបម្រើរបស់មគ្គមានុបសូម្បីខ្លួនឯងទៅកើតជាទេវបុត្រទៅហើយក៏នៅតែខ្លែងខ្លួនជាដំរីដែរធ្វើជាយានជំនិះបម្រើសកទេវរាជនឹងបន្តទៅទៀតចឹងញាតិញោមឃើញសត្វដំរីនឹងមែនប៉ុន្តែតាមពិតគេជាទេវបុត្រទេដំរីនឹងមានគ្រឿងលម្អអស្ចារ្យធំសម្បើមណាតាមដែលក្នុងគម្ពីរក្បួនច្បាប់លោកប្រាប់មកហ្នឹងជាសរុបមកការបំពេញបុណ្យកុសលនេះជាមនុស្សក្តីជាសត្វក្តីក៏អាចធ្វើបុណ្យបានដែរប៉ុន្តែបើយើងកើតជាមនុស្សយើងងាយនឹងមានឱកាសធ្វើបុណ្យបានច្រើនជាងសត្វយើងមើលសំបីសត្វដំរីគេធ្វើបុណ្យជួយការងារសហគមន៍បានកើតជាទេវបុត្រយើងប្រយ័ត្នចាញ់សត្វដំរីយើងកើតមកក្នុងផ្ទៃម្ដាយតែមួយមែនប៉ុន្តែវាសនាមិនដូចគ្នាទេអានឹងសំពីកបុណ្យមកផ្សេងគ្នាយើងកុំតូចចិត្តអីយើងគួរសរសើរបុណ្យបងប្អូនយើងដែលគេមានសំណាងល្អជាងយើងឲ្យគួរផឹងផែងធ្វើបុណ្យកុសលឲ្យបានច្រើនកុំខឹងម៉ែកុំខឹងឪអីអរគុណគាត់ឯងដែលគាត់ខំចាំយើងបានប៉ុណ្ណឹងមកគាត់ចង់ឲ្យយើងល្អចង់ឲ្យមានបានដូចតែគេដូចតែឯងណាប៉ុន្តែគាត់ថាបុណ្យយើងមានប៉ុណ្ណឹងឧបមាថាពូជយើងនឹងវាអត់សូវល្អតែអញ្ចឹងផលផ្លែផ្កាមកក៏វាមិនសូវល្អយើងហ៊ានដូរចិត្តវិញថាអញផឹងធ្វើបុណ្យថ្មី
ធ្វើចិត្តឲ្យជ្រះថ្លាធ្វើទានសាសិលមានអីទីជួយក៏ได้ជូនឪពុកជូនម្ដាយបុណ្យហ្នឹងជួយឲ្យយើងអាចមានជោគវាសនាល្អជាងយើងដេកតូចចិត្តអន់ចិត្តបន្ទោសអ្នកនេះបន្ទោសអ្នកនោះអាហ្នឹងបាបយើងពីអតីតមកមានហើយបច្ចុប្បន្ននេះយើងរវល់តូចចិត្តអន់ចិត្តយើងដាក់បាបថែមអញ្ចឹងធ្វើឲ្យអាប់អួរជីវិតហ្នឹងអត់ឡើងទេអញ្ចឹងត្រូវធ្វើបុណ្យថ្មីឧបមាដូចថាសម្លហ្នឹងវាប្រៃអញ្ចឹងយើងត្រូវដាក់ទឹកកែកុនធ្វើម៉េចឲ្យសម្លនឹងអាចហូបបានជីវិតនឹងវាមានផលបាបចាស់មកហើយអញ្ចឹងយើងត្រូវធ្វើបុណ្យថ្មីដើម្បីឲ្យជីវិតនឹងបានរៀងស្រស់បំប្រងឡើងវិញណាបើខ្វះបុណ្យបើអត់បានធ្វើបុណ្យថែមជីវិតនឹងរឹតតែអាប់អួរហើយក្នុងបិដកលេខ77មាននិយាយពីរឿងព្រះអង្គធ្លាប់កើតជាស្ដេចត្រីនៅក្នុងស្រះធំមួយក្នុងពេលរដូវប្រាំងហ្នឹងវារីងរាំងអស់ទៅក្អែកថ្មាតអីចុះមកចឹកស៊ីញាតរបស់ព្រះអង្គជាត្រីដែលនៅក្នុងស្រះធំហ្នឹងព្រះអង្គគិតថាអាត្មាអញត្រូវធ្វើម៉េចដើម្បីជួយញាតរបស់អាត្មាអញបានក៏ពិចារណានៅធម៌ទៅឃើញថាពេលវេលានេះមានតែការតម្កល់ខ្លួននៅក្នុងសច្ចៈការប្រកាសនៅសច្ចកិរិយាហ្នឹងទេទើបអាចជួយញាតរបស់ព្រះអង្គបានព្រះអង្គក៏ពោលឡើងធ្វើនៅសច្ចកិរិយាថាយៈតោសារាមិអត្តានំយៈតោបតតោស្មិវិញ្ញុតាំងនាពិជានាមិសញ្ចច្ចៈឯកបាណាំពេហឹងសតាំងអេតេនសច្ចវច្ចេនៈបច្ចុណោអភវិសតោអភិតនយៈបច្ចុណៈនិថឹងកាកាសនាសយៈកាកាំងសោកាយរន្ធេហិមច្ឆេសោកាបមោចយៈប្រែមកវិញថាតថាគតរលឹកឃើញនៅខ្លួនក្នុងកាលណាតថាគតបានដល់នៅភាពជាអ្នកដឹងក្តីក្នុងកាលណាក្នុងកាលនោះតថាគតមិនដែលខ្លែងបៀតបៀននៅសត្វមានជីវិតឡើយដោយពាក្យសច្ចៈនេះសូមឲ្យមេឃបង្អុរភ្លៀងមកចុះមានន័យថាតាំងពីព្រះអង្គដឹងក្តីមកព្រះអង្គមិនដែលសម្លាប់ជីវិតសត្វទេដោយពាក្យសច្ចៈនេះសូមឲ្យភ្លៀងធ្លាក់មកមនាលមេឃអ្នកចូលបង្កភ្លៀងចុះចូលអ្នកញ៉ាំងកំណប់ទ្របរបស់ក្អែកឲ្យវិនិច្ឆ័យទៅចូលអ្នកញ៉ាំងពួកក្អែកឲ្យសោយសោកចូលអ្នកញ៉ាំងពួកត្រីឲ្យរួចពីសេចក្តីសោកព្រះអង្គធ្វើសច្ចកិរិយាចប់មេឃភ្លៀងមកក្រឹកក្រែងធ្វើឲ្យញាតិរបស់ព្រះអង្គនឹងរួចផុតពីគ្រោះភ័យនឹងជាអានុភាពនៃការប្រកាសនៅសច្ចកិរិយាមានន័យថាការប្រកាសនៅពាក្យពិតដោយអានុភាពនៃពាក្យសច្ចៈពាក្យពិតនឹងសូមឲ្យរួចផុតពីគ្រោះភ័យពាក្យសច្ចៈនឹងមានបារមីចឹងមែនពេលថ្វាយគុំព្រះដើម្បីបានអានិសង្សច្រើនញោមអាចនឹកដល់គុណព្រះអង្គ3យ៉ាងទី1វិសុទ្ធិគុណមានន័យថាព្រះអង្គជាបុគ្គលបរិសុទ្ធអស់លោភៈទោសៈមោហៈអត់មានខឹងចំណែនស្អប់អត់ចេះជាប់ជំពាក់អីទេស្អាតថ្លាមកទី2បញ្ញាគុណមានន័យថាព្រះអង្គមានបញ្ញាអាចកំចាត់បងនៅកិលេសខ្លួនព្រះអង្គបានហើយជួយអ្នកដទៃឲ្យលះបង់កិលេសបានទៅទៀតហើយព្រះអង្គអាចដឹងអំពីអតីតអនាគតបច្ចុប្បន្នសពគ្រប់ទាំងអស់ត្រាស់ដឹងមានបញ្ញាជ្រៅជ្រះក្រៃលែងណាស់មិនងាយមានអ្នកណាមានបញ្ញាដូចព្រះអង្គទេទី3ករណាគុណព្រះអង្គមានបតីករណាណិតសត្វលោកទាំងអស់ចង់ឲ្យសត្វលោកទាំងអស់បានរួចផុតពីទុក្ខជ្រាបជាធិមរណៈហ្នឹងទៅព្រះអង្គស្រឡាញ់សត្វលោកនឹងដូចជាស្រឡាញ់រាហុលបុត្ររបស់ព្រះអង្គផ្ទាល់អញ្ចឹងយើងថ្វាយគុំព្រះអង្គនឹកដល់គុណព្រះអង្គទាំង3នឹងដោយសង្ខេបនឹងយើងបានផលបានអានិសង្សច្រើនធ្វើដំណើរទៅស្រុកខេត្តភ្ជុំញាតិញោមបាច់បខំអីពេកទេដល់ពេលណាក៏ពេលហ្នឹងទៅចោះទៅយឺតប្រសើរជាងមានគ្រោះថ្នាក់តាមផ្លូវបើគេចង់ទៅលឿនឲ្យគេទៅមុនចោះចាត់ទុកថាធ្វើបុណ្យមួយគាត់ចោះឲ្យគាត់ទៅមុនហើយឲ្យគាត់មានសុខសុវត្ថិភាពតាមផ្លូវយើងអត់តក់កុហលយើងមិនសូវមានសម្ពាធផ្លូវចិត្តឲ្យសុបាយយើងទៅធ្វើបុណ្យក៏បានបុណ្យច្រើនណាបើយើងបញ្ញាប់បញ្ញាប់តក់កុហលទៅវាអត់ស្រួលក្នុងចិត្តហើយធ្វើបុណ្យក៏មិនសូវបានបុណ្យដែរហើយវាអាចជួបប្រទះនឹងគ្រោះថ្នាក់គ្រោះភ័យមុននឹងចេញពីផ្ទះយើងអាចសូត្ររំលឹកគុណបរតនត្រ័យនមោពុទ្ធាសៈនមោធម្មសៈនមោសង្ឃសៈ
សូមថ្វាយបង្គំចំពោះពុទ្ធពធព្រះសង្ឃចឹងក៏បានឬក៏សូត្រពុទ្ធធាងសារណង្គិច្ឆាមិធម្មងសារណង្គិច្ឆាមិសង្ឃាងសារណង្គិច្ឆាមិសូមដល់នៅពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹកសូមឲ្យដំណើរខ្ញុំបានប្រកបដោយសុខសុវត្ថិភាពចឹងក៏បានបុណ្យនឹងជួយយើងមានចិត្តមិនតក់កុហលហ្នឹងវាជួយសម្រួលមួយហើយយើងមានប្រតនត្រ័យក្នុងចិត្តហ្នឹងក៏ជួយដំណើរជីវិតដំណើរយើងហ្នឹងឲ្យបានសុខសុវត្ថិភាពដែរមកជួនយោបល់ញាតិញោមពេលប្រជុំបិណ្ឌបើអុជធូបអីអុជមកសរសៃបានណាឬក៏ថាបើយើងមានផ្កាយបូជាក៏បានដែរព្រោះអុជច្រើនគ្នាទៅឬក៏ច្រើនសរសៃវាហុយផ្សែងវាទៅជាពុលវិញញាតិញោមបុណ្យវានៅក្នុងចិត្តយើងញាតិញោមធ្វើបុណ្យប្រកបដោយបញ្ញាមិនហាមឃាត់ទេប៉ុន្តែគាត់ថាមលមមកបើថាគេអុជច្រើនហើយបាច់អុជក៏បានដែរពេលមុនចេញដំណើរទៅណាមកណាយើងអាចទម្លាប់នមស្ការប្រតនត្រ័យឯសូត្រខ្លីក៏បានដែរនមោពុទ្ធស្សៈនមោធម្មស្សៈនមោសង្ឃស្សៈនមោពុទ្ធស្សៈនមោធម្មស្សៈនមោសង្ឃស្សៈនមោពុទ្ធស្សៈនមោធម្មស្សៈនមោសង្ឃស្សៈប្រែមកវិញថាសូមថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយយើងអាចអធិដ្ឋានចិត្តថាដោយអានុភាពនៃបុណ្យនេះសូមឲ្យខ្ញុំធ្វើដំណើរដោយសុខសុវត្ថិភាពអញ្ចឹងក៏បានឬក៏មុនចូលគេងនៅកន្លែងថ្មីកន្លែងប្លែកអីយើងថ្វាយបង្គំព្រះយកពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹកមានប្រតនត្រ័យនៅក្នុងខ្លួនណាពួកអមនុស្សក៏វាខ្លាចដែរមិនសូវហ៊ានបៀតបៀនដែរហើយបុណ្យនឹងជួយយើងឲ្យបានសម្រេចកិច្ចការងារបានល្អប្រសើរអ្នកខ្លះមិនសូវសម្បូរបុណ្យពីអតីតមកវាមិនសូវបានទៅណាមកណាគេមិនសូវចូលចិត្តអញ្ចឹងទៅជាតូចចិត្តមួម៉ៅខឹងគេមើលងាយអញក្រអីចឹងទៅអាបុណ្យចាស់យើងនោះវាមិនសូវសម្បូរផងចិត្តនឹងវាមួម៉ៅសៅមងគិតទៅពីចាប់កំហុសគេឃើញគេអក្រក់ចេះអក្រក់ចុះភ្លេចផឹងប្រែងហើយភាពសៅមងក្នុងចិត្តហ្នឹងវាប្រទាញរឿងអាក្រក់មកចូលក្នុងជីវិតនៅក្នុងភាសាធម៌លោកហៅថាបយោគវិបត្តិការរៀបចំជីវិតនឹងអត់ត្រូវដល់ចឹងវាហៅបាបគ្នាវាចូលមកក្នុងជីវិតនឹងមកចឹងជីវិតនឹងកាន់តែដុនដាបទៅងឹតមើលអីលែងឃើញមកប៉ុន្តែបើគាត់គិតត្រូវវិញណាគាត់ទួស្គាល់ថាបនចាស់គាត់តិចអញ្ចឹងបានវាពិបាកអញ្ចឹងផឹងធ្វើបនថ្មីតស៊ូព្យាយាមចាំម៉ែចាំឪមានកតញ្ញូដឹងគុណទ្រព្យធនតិចតួចធ្វើបនតាមតិចតួចប៉ុន្តែកុំឲ្យភ្លេចធ្វើបនធ្វើទានសាសិលទៅបនកុសលថ្មីហ្នឹងអាចធ្វើឲ្យជីវិតហ្នឹងមានពន្លឺឡើងវិញយើងម្នាក់សិតតែមានបនចាស់មកផ្សេងគ្នាប៉ុន្តែវាត្រូវការបនថ្មីនេះដើម្បីជួយបើកផ្លូវឲ្យបនចាស់ហ្នឹងឲ្យផលសេចក្តីព្យាយាមតស៊ូប្រឹងប្រែងអំណត់អត់ធន់រួមនឹងចរិយាមារយាទចរិតរឹកពីថ្លៃថ្នូរក្នុងធម៌លោកថាជាអ្នកមានសិលនិងបនងាយឲ្យផលក្នុងធម៌លោកហៅថាបយោគៈសម្បត្តិមានន័យថាការរៀបចំជីវិតនឹងត្រូវធ្វើឲ្យគេស្រឡាញ់គេចូលចិត្តគេរាប់អានគេអាណិតគេចង់ជួយអញ្ចឹងទៅលឿនហ្មងជីវិតហ្នឹងប៉ុន្តែអ្នកខ្លះមានបនចាស់ច្រើនប៉ុន្តែបច្ចុប្បន្ននេះចលះបើចឡោងខាមចរិតរឹកពីក្អឺតកន្តោមចងេចងាងគេអត់ចូលចិត្តគេអត់ចង់ជួយដល់អញ្ចឹងបនហ្នឹងវាឲ្យផលតិចតួចដោយសារយើងរៀបចំជីវិតនឹងអត់ត្រូវនៅក្នុងធម៌លោកហៅថាបយោគវិបត្តិដូចថាយើងមានកំណប់នៅក្រោមផ្ទះយើងប៉ុន្តែស្រាប់តែថ្មដានៅពីលើអញ្ចឹងយើងជីកយកមកប្រើអត់កើតចរិតរឹកពីយើងវាអន់ណាអញ្ចឹងបនចាស់ហ្នឹងវាអត់ងាយឲ្យផលបនឲ្យផលរើសមនុស្សដែរញាតិញោមតើអ្នកណាប្រឹងប្រែងព្យាយាមតស៊ូអំណត់រួមផ្សំជាមួយនឹងចរិតរឹកពីចរិយាមារយាទគេល្អសមរម្យកាយវាចាគេត្រឹមត្រូវមិនចងេងចងាងមានសិលធម៌ពាក្យសម្ដីសម្ដៅពីរូបភាសាមិនមនុស្សដើរអ៊ីចអូចចាក់ចុចញ៉ៃដើមគេអីហ្នឹងបនងាយឲ្យផលឯងលៀបយោរិស័យខ្ពស់រត់រនអ្នកមានបនអ្នកមានសិលមានន័យថាគេសំរុំថ្លៃថ្នូរត្រឹមត្រូវទាំងក្រៅទាំងក្នុងទាំងកាយទាំងវិចារទាំងចិត្តគេល្អមិនមួម៉ៅសៅមងចំណែនបែនជន់អ្នកណាទេស្រឡះហើយប្រឹងប្រែងព្យាយាមនឹងបនងាយឲ្យផល
បើយើងមានសទ្ធាឲ្យបាយទឹកជាទានយើងបានអានិសង្ឃមានកម្លាំងកំហែងរឹងមាំធ្វើការងារងាយអស់កម្លាំងឯងបើយើងមានសទ្ធាឲ្យសម្ពុតខោអាវជាទានជាណានាយើងមានពណ៌សម្បុរស្អាតមិនបាច់សូវលាតលេច្រើនទេហើយអ្នកណាឲ្យពន្លឺជាទានឲ្យភ្លើងពូលសូឡាបូជាទានបំភ្លឺអ្នកនឹងមានភ្នែកល្អមានភ្នែកទឹកមានរឿងអីដឹងទាំងអស់ហើយអ្នកឲ្យយានជំនិះជាទានអ្នកនឹងបានសេចក្តីសុខយានទទួលសុខទទួលហោតិហើយអ្នកមានសទ្ធាបរិច្ចាគទីកន្លែងស្នាក់នៅផ្ទះសម្បែងទីពេទ្យសាលារៀនឬក៏កុដិសាលាថ្វាយព្រះសង្ឃជូនអ្នកក្រីក្រអ្នកពិបាកឬក៏ដល់សាលារៀនទីពេទ្យនៅនឹងឈ្មោះថាឲ្យរបស់គ្រប់យ៉ាងបានបនយូរម្លែងហើយបានបនច្រើនទៀតអ្នកឲ្យសេនាសនៈជាទានហើយបើអ្នកឲ្យធម៌ជាទានណែនាំឲ្យគេចេះយល់ត្រូវអាចរំដោះសេចក្តីទុក្ខពីជីវិតបានអ្នកនឹងឈ្មោះថាឲ្យព្រះនិព្វានអញ្ចឹងបើយើងមានសទ្ធាឲ្យអាមិសជាទានរបស់របរសម្រាប់ប្រើប្រាស់ហ្នឹងយើងបានផលជាអាយុវណ្ណៈសុខៈពលៈទ្រព្យរបស់លៀបយសអញ្ចឹងទៅបានអានិសង្ឃនឹងត្រឡប់មកវិញបើយើងឲ្យធម៌ជាទានហ្នឹងពន្យល់ហ្នឹងក៏បានបុណ្យបានអានិសង្ឃច្រើនណាស់ដោយសារធ្វើឲ្យមនុស្សនឹងយល់ត្រូវគេអាចរៀបចំជីវិតគេក្នុងផ្លូវល្អគេបានសុខអញ្ចឹងអ្នកដែលឲ្យធម៌ជាទានអ្នកផ្ដល់ចំណេះហ្នឹងបានអានិសង្ឃច្រើនអាត្មាឃើញកូនចៅខ្លះពេលទៅដល់ផ្ទះចុះពីឡានពីម៉ូតូទៅថ្លែងគុំឪពុកម្ដាយក្បាលដល់ដីនឹងល្អមែនតើបើកូនចៅខ្លះដូចថាទៅដល់គាត់តែជំរាបសួរប៉ុណ្ណឹងថាដូចមិនទាន់គ្រប់គ្រាន់ដោយសារការជំរាបសួរនោះវាធ្វើជាមួយអ្នកណាក៏ធ្វើដែរអញ្ចឹងមកខែមនសនដៅមួយឆ្នាំមួយខែបានទៅម្ដងអញ្ចឹងគ្រប់អោនលំទូនអរគុណគាត់ដែលបានចាំបីបាច់ថែរក្សាហើយក៏បានជាគំរូល្អមួយដល់កូនចៅយើងដែរហើយជាបុណ្យកុសលសម្រាប់យើងហើយបើមានអីវ៉ៃវ៉ាន់អីយើងរៀបចំជូនគាត់ថ្វាយគុំហើយឲ្យកូនឲ្យចៅទៅជាមួយដើម្បីឲ្យកូនចៅហ្នឹងមើលគំរូយើងហើយពេលគេធំគេដឹងក្តីគេធ្វើអញ្ចឹងដាក់យើងវិញយើងឃើញកូនចៅល្អដឹងខុសដឹងត្រូវដឹងគុណដឹងទោសអញ្ចឹងយើងសប្បាយចិត្តដែរហើយកូនហ្នឹងគេបានបន់របស់គេទៅទៀតទៅតាមពិតទៅការទំនុកម្រងឪពុកម្ដាយនឹងគួរធ្វើជារឿយៗជាប្រចាំមកកូនចៅបានបន់ច្រើនម៉ែឪជាស្រែបន់ក្នុងភាសាធម៌លោកហៅថាជាអាហុណយៈកូនចៅណាបានធ្វើបន់ជាមួយឪពុកម្ដាយនឹងបានបន់ច្រើនណាស់ចម្រុងចម្រើនបន្ទាប់ពីប្រជុំបិណ្ឌមកយើងថ្លែងគុំលាឪពុកម្ដាយក្បាលដល់ដីទៅម៉ែឪសប្បាយចិត្តឲ្យពរឲ្យជ័យយើងទទួលបានពរពីព្រះពេលទៅដល់ផ្ទះកូនចៅគួរទៅថ្លែងគុំឪពុកម្ដាយមិនគួរខ្មាស់អៀនណាគុំគួរត្រឹមតែជំរាបសួរដែរយើងបង្ហាញសេចក្តីគោរពសេចក្តីស្រឡាញ់នឹករលឹកដល់គាត់ហើយជាបុណ្យកុសលសម្រាប់យើងហើយក៏ជាគំរូមួយសម្រាប់កូនចៅរបស់យើងដែរហើយជាការរក្សាប្រពៃណីវប្បធម៌គោរពចាស់ទុំជាពិសេសការគោរពដឹងគុណចំពោះឪពុកម្ដាយហើយបុណ្យកុសលហ្នឹងក៏បានមកលើយើងវិញកូនចៅគេឃើញអញ្ចឹងគេធ្វើអញ្ចឹងដាក់យើងវិញដែរហើយបើយើងមានរបស់របរលុយកាក់អីយើងរៀបចំថ្វាយគុំជូនគាត់ឲ្យបានត្រឹមត្រូវទៅមិនប្រើតែកូនតែចៅឲ្យទៅថ្វាយគុំជូនយាយណាយើងផងដើម្បីឲ្យកូនចៅហ្នឹងបានយើងជាគំរូហើយគេត្រឡប់មកធ្វើជាមួយយើងអញ្ចឹងដែរនៅពេលដែលគេដឹងក្តីទៅតាមពិតទៅគួរទំនុកម្រងឪពុកម្ដាយហ្នឹងរឿយៗមិនមែនចាំបាច់តែដល់ខែមនសនដៅទេកូនចៅណាបានធ្វើបុណ្យជាមួយឪពុកម្ដាយដែលនៅរស់រានមានជីវិតហ្នឹងបានបុណ្យបានកុសលច្រើនណាពីព្រោះឪពុកម្ដាយជាអាហុណយៈជាស្រែបុណ្យរបស់កូនចៅណាបានធ្វើបុណ្យជាមួយបានបុណ្យច្រើនហើយពេលត្រឡប់មកវិញយើងថ្វាយគុំលាឪពុកម្ដាយមកវិញមកយើងបានទទួលពរជ័យពីគាត់យើងបានសេរីសួស្ដីពរជ័យពីព្រះតែយើងគោរពបូជាទេវតាដោយម្ដេចទើបត្រឹមត្រូវទេវបលិមាន2មួយយើងឧទ្ទិសបុណ្យជូនទេវតាយើងធ្វើបុណ្យធ្វើកុសលហើយសូមជូនបុណ្យកុសលទេវតាថែសារនៅផ្ទះជានាងផ្ទះប្រភូមិរុក្ខទេវតាអារក្ខទេវតាសូមត្រេកអរអនុមោទនាបុណ្យខ្ញុំហើយសូមឲ្យបានសេចក្តីសុខចុះ
ទី2យើងដាក់គ្រឿងនឹងវាយបាយទឹកនំចំណីផ្កាផ្លែឈើជូនជាការសម្ដែងនៅការរាប់អានដូចជាយើងអ្នកនៅផ្ទះភូមិផងរបងជាមួយអញ្ចឹងប៉ុន្តែទេវតាគេមានបុណ្យច្រើនជាងយើងគេអាយុវែងជាងយើងគេមានសម្បត្តិល្អជាងយើងអញ្ចឹងយើងគោរពបូជាចំពោះទេវតាហ្នឹងក្នុងន័យថាយើងរាប់អានយើងគោរពយើងឲ្យតម្លៃប៉ុន្តែយើងមិនបកគលជោគវាសនាគិតតែពីបែបបន់សុំបួងសួងអីទេបើយើងមានចិត្តល្អជាមួយគេគង់តែនឹងបីបាច់ថែរក្សាយើងវិញហើយបើយើងមានបុណ្យគេត្រូវតែជួយយើងហ្មងគេមិនជួយគេមានទោសទៀតផងទេវបលីនឹងគឺការគោរពការឲ្យតម្លៃការផ្ដល់សេចក្តីស្រឡាញ់ការរាប់អានដល់ទេវតាប៉ុន្តែទេវតាមិនចេះតែជួយយើងបានគ្រប់រឿងទេតើយើងមានបុណ្យដែរទើបទេវតាជួយយើងបានបើមានគេសួរថាពុទ្ធត្រាស់ដឹងអ្វីយើងអាចឆ្លើយថាពុទ្ធត្រាស់ដឹងនៅអរិយសច្ចៈ4ដែលធ្វើឲ្យព្រះអង្គបានរួចផុតពីទុក្ខបានត្រាស់ដឹងជាពុទ្ធអរិយសច្ចៈទី1គឺទុក្ខសច្ចៈមានន័យថាជីវិតរបស់យើងនឹងសង្ខារនឹងវាមិនថិតថេរមិនគង់វង្សហើយវាត្រូវមានជារៀបជាធិមរណៈបែកបាក់ប្រត់ប្រាស់ហើយទុក្ខនឹងមានទាំងទុក្ខផ្លូវកាយមានទាំងទុក្ខផ្លូវចិត្តអញ្ចឹងជីវិតនឹងគឺទុក្ខទាំងអស់តែមិនមែនទេវាមានសុខវេទនាដែរប៉ុន្តែវាអត់ទៀងទាត់វានៅតែផ្លាស់ប្ដូរទៅបែកបាក់ប្រត់ប្រាស់ចុងក្រោយយើងលះបង់របស់ទាំងអស់នឹងទៅហើយបន្តជាតិកំណើតសោយទុក្ខនៅក្នុងអនាគតទៅទៀតដែរប៉ុន្តែទុក្ខសច្ចៈនឹងជាអនត្តាមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់ខ្លួនទេហើយព្រះអង្គដឹងហេតុដែលនាំឲ្យកើតទុក្ខនឹងគឺតណ្ហាការជាប់ជំពាក់ហួងហែងការប្រកាន់ថានឹងជារបស់ខ្លួននឹងជាខ្លួនដល់ពេលប្រកាន់អញ្ចឹងទៅនៅពេលរបស់នឹងវាផ្លាស់ប្ដូរប្រែប្រួលទៅយើងកើតទុក្ខនឹងឯងអញ្ចឹងវាវិលកង់អញ្ចឹងហើយព្រះអង្គឃើញអញ្ចឹងហើយព្រះអង្គបានរំដោះខ្លួនពីការប្រកាន់នឹងបានដល់នៅព្រះនិព្វាននិរោធសច្ចៈព្រះអង្គបានពាល់ត្រូវថាអូសេចក្តីសុខពិតប្រកបហ្នឹងគឺលែងប្រកាន់នៅរបស់ក្តៅហ្នឹងខណ្ឌហ្នឹងសង្ខារហ្នឹងជីវិតហ្នឹងជារបស់ក្តៅបើយើងអត់ប៉ះវាអត់ក្តៅទេយើងអត់ប្រកាន់វាយើងអត់មានទុក្ខដោយសារវាទេពីព្រោះវាអត់អាចនៅស្ងៀមបានហើយវាអត់អាចនៅសុខអញ្ចឹងបានរហូតទេអញ្ចឹងព្រះអង្គបានពាល់ត្រូវនៅព្រះនិព្វានដែលជាសេចក្តីសុខមមទាំប្រកបវិជ្ជាមិនផ្លាស់ប្ដូរមិនប្រែប្រួលហើយមិនមែនជាសេចក្តីសុខនៅក្នុងខណ្ឌនេះទេហើយព្រះអង្គដឹងអំពីវិធីទៀតមគ្គសច្ចៈគឺវិធីបដិបត្តិអានឹងវាឧបមាដូចជាដឹងផ្លូវដើរដើម្បីចេញផុតពីព្រៃឬក៏ដឹងអំពីវិធីព្យាបាលដើម្បីឲ្យជំងឺនឹងជាអញ្ចឹងបានដល់អរិយមគ្គប្រកបដោយអង្គ8មានសមាទិដ្ឋិការយល់ត្រូវសមាសង្កប្បៈការត្រេះរិះត្រូវជាដើមជាការត្រាស់ដឹងនៅអរិយសច្ចៈទាំង4នេះធ្វើឲ្យព្រះអង្គលែងមានជារៀបជាធិមរណៈកើតចាស់វិលវល់នៅក្នុងសង្សារវដ្តនឹងទៀតឲ្យព្រះអង្គរួចផុតពីទុក្ខហើយមាត់យើងអាចប្រើឲ្យកើតបុណ្យឬក៏អាចនាំឲ្យកើតបាបកើតបុណ្យមួយយើងនិយាយពាក្យពិតសច្ចៈនឹងមានបារមីទី2និយាយឲ្យគេរួបរวมគ្នាកុំចាក់អូចឲ្យគេឆ្លោះគ្នាទី3យើងនិយាយពាក្យព្រោះភាសាកុំអាមមឹងហែងជេរបន្តិចបដាសាហើយទី4និយាយពាក្យមានប្រយោជន៍និយាយអត់ប្រយោជន៍ច្រើនពេកមាត់នាំឲ្យកើតបាបនិយាយកុហកគេបោកប្រាស់គេហ្នឹងបាបហើយគេលែងទុកចិត្តហើយទី2និយាយញុះញង់អ៊ិចអូចចាក់ចុចគេឆ្លោះគ្នាគេបែកបាក់គ្នាទី3និយាយបន្តិចបដាសាអាមមឹងហែងហងណាហើយទី4និយាយប្របែកប្របោយអត់ប្រយោជន៍អត់បានការនិយាយលឺដូចតលៀកផ្ទុះអាហ្នឹងក៏នាំឲ្យមានបាបដែរលោកហៅថាវជ័យទុច្ចរិតអ្នកធ្វើវជ័យទុច្ចរិតហ្នឹងមានបាបកម្មមាត់មិនល្អថ្មិញមិនល្អនិយាយស្ដីគេមិនសូវស្ដាប់ប្តីប្រពន្ធកូនចៅអីគេមិនធ្វើតាមនិយាយច្រើនមិនយូរទៅតូចចិត្តខ្លួនឯងចំណែកអ្នកមានវជ័យសុចរិតពាក្យសម្ដីល្អត្រឹមត្រូវមាត់ក៏ល្អថ្មិញក៏ល្អបោមាត់ក៏ល្អក្លិនមាត់ក៏ល្អមានប្រពន្ធកូនចៅក៏គេស្ដាប់ប្រកបតាមនិយាយស្ដីអីគេចង់តែស្ដាប់ឯងពេលព្រះអង្គទៅត្រាស់ដឹងភ្លាមហ្នឹងមានឈ្មួញ2នាក់
ទៅពីសវណ្ណភូមិយើងទៅនឹងទៅរស់ស៊ីនៅស្រុកឥណ្ឌាទេវតាដែលនៅអាស្រ័យនឹងព្រៃនឹងធ្លាប់ជាម្ដាយរបស់ឈ្មួញ2នាក់នឹងកាលពី5ជាតិមុនហើយនឹកចង់ឲ្យកូនទាំងពីរនឹងបានធ្វើបុណ្យជាមួយព្រះសម្មាសម្ពុទ្ធដំបូងគេដោយសារព្រះអង្គខានឆាន់ចង្ហាន់ចំនួន7សប្តាហ៍មកហើយអញ្ចឹងទេវតានឹងទៅបង្ហាញខ្លួននៅមុខទេគោនឹងគោខ្លាចអត់ហ៊ានទៅមុខទេ2នាក់តពុសៈផលិកៈនឹងចុះមកបែបបនស្រន់អីមិនគុំទៅចុងក្រោយបានទេវតានឹងចូលទៅសន្ធិដ្ឋនៅនឹងពាណិជ្ជម្នាក់ហើយនិយាយរាយរាប់ថាព្រះសម្មាសម្ពុទ្ធទើបតែត្រាស់ដឹងឲ្យកូនទាំងពីរនឹងយកចង្ហាន់យកទៅថ្វាយព្រះសម្មាសម្ពុទ្ធដើម្បីបានសម្រេចជាបុណ្យកុសលទឹកចិត្តជាម្ដាយចង់ឲ្យកូនបានបុណ្យ2នាក់តពុសៈផលិកៈនោះក៏យកចង្ហាន់យកទៅថ្វាយព្រះអង្គមាននំក្រៀមនំកំពងនំលាជអីចឹងទៅរបស់ដែលក្រៀមហើយនឹងទឹកឃ្មុំទឹកអំពៅអីផ្សេងយកទៅថ្វាយព្រះអង្គបានបុណ្យច្រើនណាស់ឈ្មួញពាណិជ្ជទាំង2នាក់ហ្នឹងជាអ្នកដែលបានដល់នៅពុទ្ធនិងពធជាទីពឹងទីរលឹកមុនដំបូងគេលោកហៅថាទ្វេវាជិកសរណគមមានន័យថាសរណគមមានតែពីរគឺពុទ្ធនិងពធដោយសារអត់ទាន់មានប្រសង់ទេវតាដែលនាំតពុសៈផលិកៈឲ្យបានថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធនឹងជាម្ដាយតាំងពី5ជាតិមុនម៉ែយើងយកចិត្តនិយាយថាម្ដាយដើមបើយើងមិនដឹងទេមិនដឹងថាមួយណាជាម្ដាយដើមមួយណាជាអមនុស្សអីចឹងយើងមានថាធ្វើបុណ្យធ្វើកុសលឧទ្ទិសជូនទៅឲ្យបានសេចក្តីសុខហើយឲ្យជួយថែសារកូនចៅឲ្យបានសុខសប្បាយប៉ុណ្ណឹងដែរក្នុងវិជាដកមួយនិយាយពីរឿងសេដ្ឋី2នាក់ម្នាក់មានទ្រព្យ40កោដម្នាក់ទៀត30កោដអាហ្នឹងទ្រព្យដែលគាត់យកទៅកប់ណាទ្រព្យនៅផ្ទះនៅស្បែងផ្សេងប៉ុន្តែពេលមុននឹងមរណកាលហ្នឹងគាត់អត់បានប្រាប់កំណប់នឹងទៅកូនទៅចៅដូចទៅកៀងបេះដូងដាច់ខ្សែឈាមខួរក្បាលអីចឹងទៅឧទាហរណ៍ដល់ពេលចិត្តនោះវាជាប់ជំពាក់នឹងទ្រព្យហ្នឹងអញ្ចឹងម្នាក់ស្លាប់ទៅកើតជាកដោធ្វើរុនថែសារទ្រព្យហ្នឹងម្នាក់ទៀតកើតជាពស់ធ្វើរុនថែសារទ្រព្យដែលខ្លួនកប់ហ្នឹងខ្មែរយើងធ្លាប់ឮមកថាពស់ថែកំណប់ហើយនៅមើលហ្នឹងទៅវល់រហូតដល់ថ្ងៃមួយទឹកគួចយកពស់នឹងកដោនឹងទៅតាមទឹកទៅបានតបោះជួយទៅពស់នឹងកដោនឹងក៏នឹកគុណតបោះដែលជួយស្រោចស្រង់ក៏យកកំណប់នឹងជូនលោកតបោះនឹងទៅលោកតបោះចុងក្រោយមកបានធ្វើជាមហាក្សត្រយកកដោយកពស់នឹងទៅចិញ្ចឹមនៅក្នុងវាំងហើយកដោនឹងពស់នឹងក៏ប្រគល់ទ្រព្យសម្បត្តិនឹងឲ្យលោកតបោះនឹងទាំងអស់ទៅលើករឿងនឹងមកចង់និយាយថាពេលដែលធ្វើមរណកាលហ្នឹងបើយើងជាប់ជំពាក់វៈវិននឹងទ្រព្យរបស់នេះនោះអាចទៅកើតនៅនឹងជាចិញ្ចក់ជាតកែជាស្អីទៅបើយើងនៅប្រកាន់ណាប៉ុន្តែបើយើងរៀនលះបង់រៀនធ្វើបុណ្យទៅហើយទៅហើយរបស់ណាដែលត្រូវលះបង់ហ្នឹងលះបង់ឲ្យគេអស់ណាកុំឲ្យជំពាក់វៈវិនវាអាចនាំមកឲ្យបដិសន្ធិអត់ល្អក្នុងជាតិបន្ទាប់យ៉ាងកញ្ញវុតតាំងអិធវិហុរង្វាសក្កេសុវាយ៉ាងរតនំបណៃតាំងទ្រពឯណាមួយក្នុងលោកនេះនិងក្នុងលោកឯទៀតក្តីរតនវត្ថុដ៏ឧត្តមឯណាក្នុងស្ថានសួគ៌ក្តីអ្នកនោសមង្ឃអតិតថាគតេអ្នកទ្រពនឹងរតនវត្ថុទាំងនោះស្មើដោយតថាគតមិនមានឡើយអ៊ីទាំងពិពុទ្ធេរតនំបណៃតាំងកែវគឺព្រះពុទ្ធនេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តិហោតុដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានខយ៉ាងវិរិយកាំងអមតាំងបណៃតាំងយតេចគាសក្ខមនីសមាហេតោព្រះសក្ខមនីជាម្ចាស់មានប្រតិតម្កល់មាំបានត្រាស់ដឹងហើយនៅព្រះធម៌ឯណាជាទីខ្សែនៃកិលេសជាទីប្រាសចាករាគៈជាធម៌មិនស្លាប់ជាធម៌ដ៏ឧត្តមនតេនធម្មេនសមត្ថិកេញចេរបស់អ្វីមួយស្មើដោយព្រះធម៌នោះមិនមានឡើយអ៊ីទាំងពិថាមេរតនំបណៃតាំងកែវគឺព្រះធម៌នេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តិហោតុដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានយ៉ាងពុទ្ធសេថោបរិវណ្ណយីសុចង្ឃព្រះពុទ្ធដ៏ប្រសើរទ្រង់សរសើរនៅសមាធិឯណាថាជាធម៌ដ៏ស្អាតសមាធិមាននន្តរិកញ្ញមាហុបណ្ឌិតទាំងឡាយពោលហើយនៅសមាធិឯណាជាធម៌ឲ្យផលដោយលំដាប់សមាធិនាតេនសមោនវិជ្ជតិសមាធិឯទៀតស្មើដោយសមាធិនោះមិនមានឡើយអ៊ីទាំងពិថាមេរតនំបណៃតាំងកែវគឺព្រះធម៌នេះឯងជាកែវដ៏ឧត្តម
เอเตนะสัจเจนะสวัสดิ์แต่เฮาโตดอยเปียสัจจะนิโสมเสรีสุสใดเกิดเมียนเยปกลีอัตสตังประสัทธาจัตตาริเอตานิยุเกียนิหอนเตบุคคลทั้งหลายอนาประใบจุมปุกได้สอบบรอทั้งหลายสสาหายบารอบเชียกูบานบวนกูเตเตะเขนายาสุกตาสสาวกาบุคคลทั้งหลายนุเชียสาวะรบพระสุกตโลกูดอเตะเขนาเตียนเอเตสตเนียนิมหาพลานิเตียนได้บุคคลเอาหายดอเตะเขนายบุคคลทั้งหลายนุเชียเตียนเมียนพอจราอนอิเดียมเปสังเครตนังปนัยต่างกายคือประสงในไอเจียกาวโดอดดอมเอเตนะสัจเจนะสวัสดิ์เฮาโตดอยเปียสัจจะนิโสมเสรีสุสใดกาดเมียนเป็นโยมเกณฑ์ไอวันตีเตียนเอาประสงโยมอาจติเกียรติให้เลือกปัญหาที่บ้านให้ประสงตัวแต่นั้นตรตามวินัยยืงเนี่ยถั่วเตี้ยนก็ยืงบานบอนประสองชันจังหันนั้นก็อัดตรตัวได้เบอร์nhiệt dụng còn là tục hay còn là pá gọi ban tiết trongวินัยนั้นตัวแรงhồi nhảyก็มาได้ปัญหาเองติดเต้เป็นแบบไปจุ่มบันนั้นจังหันเชิญเป็นอย่างเขาnhiệt dụngได้บานเลยก็บายประสองนั้นก็กลัวเลิกปัญหาติดแต่ไปเอาเมียนเจรน้าให้ประสองตัวเต้นั่งหลบชั้นอัตราตัวให้ยืงบานบอลให้ยืงบานบอลทั้งกตึกจูนเหยียดบ่ายยืงบานบอลชราหรือหัวเสรน้องเมียนเมียโทมาให้เมียนจัดจะไหนมันสบายจัดหนึ่งประจำในเมียนเป็นลือพลือทั่วอ้อยมนุษย์สลายโจจัดเดจังก็เตหาหมดจอมพลือได้ประจันเตอเธอตำนาหนึ่งประจันนั่งเมียนเทวบทมองเนื้อสลายไทยละซาคือจันเตแม่เทวบทหรือยังหาแต่จันเทวบทประจันนั่งกิจเตนามันรู้ก็เตอโจขนองหมดริหูเพยตะสลดไปบัวริหูนั่งเลบก็นักเคยดอลเปรสมาสัมปุตให้ไฟกุมเปรปูเกียรธารมลึกกุลปปุตธาบปปุตเนี่ยเมียนเพียเยี่ยมเกียยานะมาสกาไฟมันกุมระบอกย้อมโจเมียนดอลปองบานรุยสละจะทอถึงปวงเมียนคันหนึ่งอายตนะเขียดาวย้อมปองดอลในกรุธนะโดยจึงเอียดหายโสมปองจิตติปังระบอกย้อมไฟกุมปองยังปองลือเปียระบอกจันเตแม่เทวบทนั้นก็ปูนึงเรียหัวสรนถ้าจันเตแม่เทวบทบานดอลในตถาคตจีเปรหันจิตติปังตีระลึกให้มันเนริหูเนโจเลงจันเทวบทเตอประปุตทั้งหลายแต่อนุกรุดอสัตว์โลกเรียกว่าอัศรนก็นั่นลือปุติกาปนังโยตะตรึกรุตตะโรเวปจัดอัศรนเมบะล้วนปรือรวมปรือสบายให้เวปจัดอัศรนก็สู้ท่าเรียหูไม่กลัวเงี้ยยอไหมไปยับไปยาวเตหน้าเรียหูอัศรนปรับท่าจันทแมเตียวบดปูเกียรธารมลึกกุลปองรมลึกกุลปุตให้เบิกยมมันแรงจันแต่แม่เตียวบดที่กบาขยมหนึ่งใบเจียผมเปิดเพียหรือกระทะเบิกยมรัวเว้นก็รัวมานซอกได้จันแต่แม่เตียวบดก็รัวพอดปีกรัวไพ่โดยอานุภีพในการรมลึกกุลพระสมมาสัมพุทธnhiệt nhôm ai rung lực cônประสมาสัมพุทธในเป็นในเมียนภัยอันตรายไอกาหลายเยอะกุลปองเมาเจียร้อมทั่วจัดยืงเอาเจริญทลาของกุลปองบอลนั้นอาจช่วยสมราตุกตัวหนึ่งบางคลาได้พอดำไปเนื้อมือขึ้นเนื้อบานซอกนะขนมขู่ซาขนมสังกุมหรือก็สถาบันรอดได้ก็ชวนได้ก็ได้คือเตยเรียนมือจำนวนออร์บอกขึ้นเนื้อตัวเองตัวเมาก็เอายืงคุยตัวมือก็ห่อคอชิโกงเจนโจนันตีแต่เดียวโดนมังอาบเต้าวิธีไอ้บะตักจัดธรรมดามันนึกไตเมียนจำนวนคอชิโกงไอ้ข้าจิตธรรมดาวันไปยืงใหญ่นายนวมนั่นก็ได้ตักจัดล้อจังไอ้กวดหนึ่งบานกายปลายมาวิ่งมันเมียมน้องจวนปุ่งเล็กทั่วเกี่ยขอทั่วครุนไอ้นึงขอนบายเองใหญ่กายจังยืงบานบอลวิ่งไปยืงใหญ่จวนปุ่งเล็กปุ่งอัพปุ่งโตเมืองใหญ่เมืองเท่าแค่นึงยืงบานบาบไปยืงจังไอ้กระไหลนึงล้อตัวเลยยืงโจรุมบันดอกปุยล้อนึงขนมจัดบ่ยืงพ้องขนมจัดบ้ามนุษย์จุวิ่งครุนยืงพ้องบ่เคยเงี้ยทั่วล้อให้ยืงกลมนันปีลึกตึกจัดลึกซาปดอกำลังจัดนะสกรรมเพียบล้อปุยล้อนั้นโดเฉินเตยมิตรเพียบก็ล้อกางงี้ก็เติมมุกได้เป็นตัวเลยยืงตุ่มแหลมินเนี่ยโจก็เอา
ខ្លាចគេល្អជាងខ្លួនអញ្ចឹងទៅឯងវាអត់អញ្ចឹងកុំយើងធ្វើជាអ្នកបណ្ដោះពូជល្អអានឹងយើងបានចម្រើនហើយបើយើងដើរទៅនិនទៀតទេឌីលគ្នាទេអត់ទៅមុខឯការងារនឹងរាំងស្ទះឆ្លោះប្រកែកគុំគួនគ្នាមិនខានទេពេលប្រគេនចង្ហាន់ព្រះសង្ឃហើយកុំភ្លេចឧទ្ទិសទាននឹងដល់ញាតិរបស់យើងណាបើយើងចេះបល័យបានយើងគួរសូត្រអ៊ីទាំងវោញាតិណាំងហោតុសុខិតាហោនតុញាតយោរីទាននេះចូលសម្រេចដល់ញាតិទាំងឡាយសូមញាតិទាំងឡាយបានដល់នៅសេចក្តីសុខចុះហើយបើយើងមិនចេះភាសាបាលីទេយើងឧទ្ទិសជាភាសាខ្មែរក៏បានដែរតែសូមឧទ្ទិសបុណ្យនេះដល់ញាតិរបស់ខ្ញុំសូមញាតិរបស់ខ្ញុំបានដល់នៅសេចក្តីសុខចុះជាការដឹងគុណចំពោះអ្នកស្លាប់ពីព្រោះយើងយកបាយយកទឹកទៅជូនគាត់ហូបលែងកើតតែអញ្ចឹងយើងមានតែឧទ្ទិសទានដែលយើងបានធ្វើក្នុងថ្ងៃនេះសូមឲ្យញាតិទាំងអស់នោះត្រេកអរបុណ្យត្រេកអរទាននេះហើយសូមឲ្យបានសេចក្តីសុខចុះលទ្ធផលបាក់ឌុបជាប់ធ្លាក់ចេញមកហើយបាននិទេសអីក៏តាមនឹងទៅចាស់ជាប់ក៏ផឹងប្រែងបន្តទៅទៀតហើយកូនក្មួយដែលធ្លាក់កុំតូចចិត្តកុំខ្មាស់គេអីលទ្ធផលបាក់ឌុបប៉ុណ្ណឹងវាមិនទាន់កំណត់ជោគវាសនាជីវិតរបស់យើងទេនៅវែងឆ្ងាយទៅទៀតណាបើយើងផឹងប្រែងមិនប្រកាសថាយើងធ្លាក់ហ្នឹងយើងអន់យើងអ្នកជាប់ទេប៉ុន្តែវាត្រូវការតស៊ូព្យាយាមបើចង់ហ៊ានបន្តទី12ទៅបើចង់ចាប់យកជំនាញបច្ចេកទេសទៅព្រោះសង្គមយើងនេះឥឡូវត្រូវការអ្នកជំនាញបច្ចេកទេសច្រើនណាស់អាត្មាលើកទឹកចិត្តកូនក្មួយឲ្យរៀនអីមួយឲ្យច្បាស់លាស់ឲ្យប្រកែឲ្យខ្លាំងកុំឲ្យរៀនយកតែច្រើនសាលា2សាលា3សួររៀនចេះអីអត់ចេះហ្នឹងអត់ប្រកែទេមនុស្សនឹងជោគជ័យមិនជោគជ័យតែមនុស្សនឹងមានជំនាញច្បាស់លាស់ពិតប្រាកដក្នុងជីវិតដែរអត់ទេកុំគាត់រៀនដើម្បីអួតគេថារៀនសាលាច្រើនណាហ្នឹងអត់ប្រកែទេកូនក្មួយរៀនចប់ទី12បើត្រូវចេញទៅធ្វើការឲ្យគេអាត្មាជូនយោបល់ថាត្រូវរៀនជំនាញបច្ចេកទេសសិនមុននឹងចេញទៅធ្វើការឲ្យគេពីព្រោះអ្នកដែលមានជំនាញបច្ចេកទេសហ្នឹងបានប្រាក់ចំណូលខ្ពស់ជាងប្រើកម្លាំងពលកម្មសុទ្ធហើយសាលាបច្ចេកទេសរដ្ឋយើងផ្ដល់អាហារូបករណ៍ហើយផ្ដល់ប្រាក់ខែទៀតផងឲ្យតើបងអូនផឹងប្រែងហើយរៀនចប់មានជំនាញច្បាស់លាស់អត់ខ្វះការងារធ្វើទេវត្តអារាមតូចធំតាមជាក់ស្ដែងប៉ុន្តែសំខាន់ថាតើមានសណ្ដាប់ធ្នាប់អនាម័យទុកដាក់របស់របរសម្រាប់សម្មួយនឹងសមរម្យស្អាតបាតអត់មានសួនមានដើមឈើមានទីធ្លាមានទីសក្ការៈបូជាសមរម្យមិនចង្អៀតចង្អល់ចងេងចងាងអានឹងញាតិញោមចូលទៅកើតចិត្តជ្រះថ្លាគាត់មានសទ្ធាជួយឧបត្ថម្ភគ្រប់គ្រងវត្តអារាមនឹងមកប៉ុន្តែបើយើងអត់បានរៀបចំត្រឹមត្រូវញាតិញោមចូលទៅអត់មានសទ្ធាអត់កើតបុណ្យណាដល់អញ្ចឹងអត់ងាយគាត់ជួយទេអញ្ចឹងតើយើងទាំងអស់គ្នាចូលរួមទាំងប្រសង់ទាំងចាគណៈកម្មការពុទ្ធបរិស័ទទៅចូលរួមធ្វើម៉េចឲ្យកន្លែងវត្តអារាមនឹងស្អាតបាតសមជាកន្លែងតម្កល់នៅព្រះរតនត្រ័យវត្ថុដ៏មានតម្លៃ3គឺពុទ្ធពធប្រសង់ជារបស់មានតម្លៃដូចជាក្របពេជ្រអញ្ចឹងកន្លែងតម្កល់ក្របពេជ្រនឹងវាត្រូវតែស្អាតដែលយើងហៅថាអារាមប្រែមកវិញថាសួនទៅចូលរួមទាំងអស់គ្នាពេលចំណុចមួយដែរកុំចាក់សាបច្រើនពេកកុំចាក់បេតុងពេញវត្តពេកវានាំឲ្យក្តៅហើយខូចសោភ័ណភាពវត្តគួរសិក្សាទុកធ្វើជាសួនដាំដើមឈើដើម្បីបានជាប្រយោជន៍បូជាបរតនត្រ័យផងពុទ្ធបរិស័ទមកក៏គាត់បានស្ងប់ចិត្តផងតើមានវិញ្ញាណនៅវល់មិនទាន់ទៅកើតដោយសារគាត់មានកម្មអីអញ្ចឹងឬក៏យ៉ាងណានៅពេលមនុស្សយើងស្លាប់ទៅត្រូវបដិសន្ធិភ្លាមនឹងហ្មងទៅជាមនុស្សទៅជាទេវតាឬក៏ប្រែតនរកអីចឹងទៅមិននៅរងចាំ7ថ្ងៃ100ថ្ងៃអីទេគឺបដិសន្ធិភ្លាមនៅក្នុងអភិធម្មថាចុតិបដិសន្ធិប៉ុន្តែអ្នកខ្លះស្លាប់ទៅវាអត់បានត្រៀមខ្លួនអត់បានធ្វើបុណ្យអីទុកទៅកើតជាប្រែតទៅកើតជាអសុរកាយនៅកន្លែងហ្នឹងហើយចឹងគាត់ស្រេកគាត់ឃ្លានគាត់ពិបាកដែលយើងឃើញថាខ្មោចលងបង្ហាញរូបបង្ហាញរាងហើយឮសំឡេងធំក្លិនអីចឹងអាហ្នឹងគាត់ទៅកើតកន្លែងហ្នឹងដោយសារគាត់ខ្វះបុណ្យហើយគាត់មកបង្ហាញខ្លួនយើងដែលយើងហៅថាខ្មោចលងហ្នឹងពេលខ្លះគាត់មកសុំជំនួយពីយើងពីព្រោះគាត់ទើបនឹងទៅកើតក្នុងកំណើតថ្មីហ្នឹងគាត់ភ័យគាត់ខ្លាចគាត់អត់គាត់ឃ្លានអញ្ចឹងក្នុងនាមយើងជាញាតិឬក៏មិនមែនជាញាតិក៏ដោយយើងធ្វើទានជាមួយអ្នកមានសិលហើយឧទ្ទិសកុសលជូនគាត់ទៅអញ្ចឹងមិនមានវិញ្ញាណអីនៅវល់ទេតាមពិតទៅគាត់បានទៅកើតក្នុងកំណើតនឹងរួចហើយប៉ុន្តែកំណើតដែលខ្វះបុណ្យអីចឹងទៅ
ពេលសវណ្ណសាមត្រូវព្រួយពឹសឪពុកម្ដាយដែលពិការភ្នែករួមជាមួយនឹងទេពធីតាថែរក្សាភ្នំឈ្មោះសុន្ទរីដែលត្រូវជាម្ដាយដើមរបស់ព្រះពោធិសត្វកាលពី7ជាតិមុននឹងធ្វើសច្ចកិរិយាការប្រកាសនៅសច្ចកិរិយាមានន័យថាការប្រកាសនៅពាក្យពិតរឿងនឹងវាពិតអញ្ចឹងមែនដោយអានុភាពនៃពាក្យពិតនឹងសូមឲ្យបានរួចផុតពីគ្រោះភ័យបើនៅក្នុងបារមីលោកចាត់ចូលនៅក្នុងសច្ចបារមីម្ដាយរបស់សវណ្ណសាមនឹងអោបនៅលើទ្រូងសវណ្ណសាមទៅក្តៅដឹងថាកូនមិនទាន់អស់ជីវិតទេក៏លើកដៃប្រណម្យឡើងពោលនៅសច្ចកិរិយាថាសាមកូនខ្ញុំជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមនឹងសាបលាបទៅសាមកូនខ្ញុំជាអ្នករក្សាពាក្យសច្ចៈដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមសាបលាបទៅសាមកូនខ្ញុំជាអ្នកចិញ្ចឹមមេដានិងបិតាដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមសាបលាបទៅសាមកូនខ្ញុំជាអ្នកចេះគោរពរៀមច្បងក្នុងតកូលដោយពាក្យសច្ចៈនេះសូមឲ្យពឹសសាបលាបទៅសាមជាទីស្រឡាញ់របស់ខ្ញុំជាងជីវិតរបស់ខ្ញុំទៅទៀតដោយពាក្យសច្ចៈនេះសូមឲ្យពឹសសាបលាបទៅបុណ្យណានីមួយដែលម៉ែបានធ្វើឲ្យផងឪពុកឯងបានធ្វើឲ្យផងដោយអានុភាពនៃបុណ្យនោះសូមឲ្យពឹសនៅក្នុងខ្លួនរបស់សាមសាបលាបទៅគ្រាន់តែម្ដាយធ្វើសច្ចកិរិយាចប់សវណ្ណសាមនឹងក៏ប្រែខ្លួនមកមួយចំហៀងបន្ទាប់មកបានឪពុកនឹងធ្វើសច្ចកិរិយាដូចម្ដាយបានធ្វើដែរតាំងពីកូនសាមជាអ្នកប្រព្រឹត្តធម៌កូនសាមជាអ្នករក្សាពាក្យសច្ចៈកូនសាមជាអ្នកចិញ្ចឹមមេដាបិតាកូនសាមជាអ្នកគោរពរៀមច្បងកូនសាមជាទីស្រឡាញ់ពេញចិត្តរបស់ឪជាងជីវិតរបស់ខ្លួនទៀតដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមនឹងបានសាបលាបទៅបុណ្យណានីមួយដែលឪបានធ្វើឲ្យផងដែលម្ដាយឯងបានធ្វើឲ្យផងដោយអានុភាពនៃបុណ្យនោះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមនឹងសាបលាបទៅបន្ទាប់ពីឪពុកធ្វើសច្ចកិរិយាក៏ប្រែខ្លួនមកម្ខាងទៀតបន្ទាប់មកបានទេវតាដែលត្រូវជាម្ដាយដើមកាលពី7ជាតិមុនឈ្មោះនាងសុន្ទរីនៅក្នុងភ្នំគុណធមាត្រហ្នឹងក៏លើកដៃប្រណម្យប្រកាសសច្ចកិរិយាថាខ្ញុំនៅអាស្រ័យនឹងភ្នំគុណធមាត្រនេះអស់កាលយូរមកហើយឥតមានអ្នកណាជាទីស្រឡាញ់ជាទីពេញចិត្តវិសេសជាងសាមទេដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនរបស់សាមនឹងសាបលាបទៅនៅភ្នំគុណធមាត្រសពព្រៃព្រឹក្សាទាំងឡាយសុទ្ធសឹងតែមានក្លិនក្អូបដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសាមសាបលាបទៅបន្ទាប់ពីសុន្ទរីទេពធីតាជាម្ដាយដើមរបស់ព្រះពោធិសត្វធ្វើសច្ចកិរិយាចប់សវណ្ណសាមក៏ដឹងខ្លួនមកវិញដោយអានុភាពនៃបុណ្យរបស់សវណ្ណសាមនឹងបានធ្វើឲ្យមានពិតមែនហើយពាក្យដែលឪពុកម្ដាយនិងទេវតាបានប្រកាសនឹងជាពាក្យពិតមែនអានុភាពនៃបុណ្យផងអានុភាពនៃពាក្យពិតនឹងផងធ្វើឲ្យសវណ្ណសាមរស់រានមានជីវិតផុតពីគ្រោះថ្នាក់ពេលមួយនោះអង្គលីមាសលោកដើរទៅបិណ្ឌបាតជួបស្ត្រីម្នាក់ដែលពោពោះចិត្តនឹងប្រសូតហើយប៉ិនប្រសូតមិនរួចស្រែកទៅហួយំលោកមានចិត្តអាណិតចំពោះនាងហ្នឹងក៏ទៅថ្វាយបង្គំសុំព្រះអង្គថាតើខ្ញុំកណាជួយនាងនឹងយ៉ាងម៉េចទៅព្រះអង្គក៏ពង្រៀនសច្ចកិរិយាដល់អង្គលីមាសថាអង្គលីមាសអ្នកត្រឡប់ទៅវិញទៅកន្លែងនាងនឹងហើយត្រូវធ្វើសច្ចកិរិយាថាតាំងពីអាត្មាកើតមកអាត្មាមិនដែលសម្លាប់ជីវិតសត្វទេដោយពាក្យសច្ចៈនេះសូមឲ្យនាងបានសុខសុវត្ថិភាពសូមឲ្យកូនរបស់នាងមានសុខសុវត្ថិភាពបានអង្គលីមាសលោកតវ៉ាព្រះអង្គថាព្រះអង្គកណានិយាយចឹងក៏ហក់ហើយព្រោះកណាសម្លាប់មនុស្សច្រើនណាស់បានព្រះអង្គបញ្ជាក់ឲ្យអង្គលីមាសនឹងរៀនសាថ្មីគាថានឹងព្រះអង្គសម្ដែងថាយៈតោហੰភគនិអរិយាយៈជាតយាជាតោនាពិជានាមិសញ្ចច្ចៈបាណੰជីវិតាវរោបេតាតេនសច្ចេនសោធិតេហោតុសោធិកៈភាសៈ
ប្រែមកវិញថាណែនាងតាំងពីអាត្មាកើតនៅក្នុងអរិយជាតិបានមកបួសនេះណាអាត្មាមិនដែលខ្លែងផ្ដាច់ផ្ដិលជីវិតសត្វឡើយដោយពាក្យសច្ចៈនេះសូមសិរីសួស្តីកើតមានដល់នាងសូមសិរីសួស្តីកើតមានដល់គោព្រះអង្គលីមៀលមុនទៅឲ្យសូត្រគាថាធ្វើសច្ចៈកិរិយានៅចំពោះមុខនាងហ្នឹងក៏ប្រសូតបុត្រដោយសុខសុវត្ថិភាពទៅអញ្ចឹងកន្លែងហ្នឹងខ្លាយជាកន្លែងនៅក្រោយមកមនុស្សម្នាពិបាកបបិនអីប្រសូតបុត្រសំបីតស័ក្តិក៏ទៅយកទៅដាក់កន្លែងហ្នឹងដែររហូតដល់ខាងក្រោយមកពេលភរិយាត្រូវប្រសូតបុត្រអីស្វាមីសូត្រគាថារបស់ព្រះអង្គលីមៀលថែនឹងដែរប៉ុន្តែនេះជាប្រកាសពាក្យសច្ចៈតាំងពីលោកមកបួសមិនមែនតាំងពីលោកកើតមកពីដំបូងមកទេតាំងពីលោកកើតនៅក្នុងអរិយជាតិបានន័យថាបានមកបួសហ្នឹងលោកមិនដែលធ្វើបាណាតិបាតសម្រាប់ជីវិតសត្វទេដោយពាក្យសច្ចៈនេះសូមឲ្យនាងហ្នឹងមានសុវត្ថិភាពសូមឲ្យកូនហ្នឹងក៏មានសុវត្ថិភាពដែរអានុភាពនៃការពោលពាក្យពិតហ្នឹងបាននាងប្រសូតបុត្រមកដោយសុខសុវត្ថិភាពក្នុងបិដកលេខ77និយាយពីប្រវត្តិរបស់ព្រះអង្គកើតជាសត្វគ្រួចវត្តកជាតិដកព្រះអង្គទឹមញាស់ស្រាប់តែភ្លើងឆេះព្រៃមកពុកម្ដាយរបស់ព្រះអង្គហើចោលព្រះអង្គអស់ទៅអញ្ចឹងអត់មានអីជាទីពឹងក៏នឹកឃើញថាអាត្មាអញត្រូវធ្វើអីមួយដើម្បីជួយសង្គ្រោះដល់សត្វដែលនៅក្នុងព្រៃហ្នឹងហើយអាត្មាអញក៏រស់ជីវិតដែរបាននឹករលឹកដល់គុណព្រះសម្មាសម្ពុទ្ធនឹកដល់គុណគឺសច្ចធម៌នឹកដល់គុណពធហើយក៏បានធ្វើនៅសច្ចកិរិយាលោកពោលថាសន្តិបក្ខាអបតនាសន្តិបាទាអវញ្ញនីមេត្តាបិតាចនិកខន្តាជាតវេតៈបដិកម្មៈប្រែមកវិញថាស្លាបទាំងឡាយរបស់ខ្ញុំមានតែហើរមិនរួចជើងទាំងឡាយរបស់ខ្ញុំមានតែដើរមិនបានមេដាបៃតារបស់ខ្ញុំបានចាក់ចេញពីខ្ញុំទៅហើយមនាលភ្លើងព្រៃអ្នកចូលជិះចេញទៅដោយអានុភាពនៃសច្ចកិរិយាហ្នឹងភ្លើងដ៏សន្ធោសន្ធៅហ្នឹងគេចចេញពីកន្លែងនៃព្រះអង្គនៅនឹងការធ្វើនៅសច្ចកិរិយាហ្នឹងជាសច្ចបារមីរបស់ព្រះសម្មាសម្ពុទ្ធប៉ុន្តែយើងគួរកត់សម្គាល់ថាការធ្វើសច្ចកិរិយានេះជាទូទៅតែងនឹករលឹកដល់គុណព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយបានពោលនៅពាក្យសច្ចៈប្រកាសនៅការពិតថារឿងនឹងវាអញ្ចឹងមែនដោយសច្ចវិជ្ជានេះសូមឲ្យសិរីសួស្តីកើតមានឲ្យបានរួចផុតពីទុក្ខទោសភ័យអន្តរាយឲ្យភ្លើងនឹងរលត់ទៅក្នុងករណីរឿងវត្តកជាតិដកហ្នឹងប៉ុន្តែតើរឿងនឹងជាការពិតពាក្យនឹងជាពាក្យពិតមែនទើបមានអានុភាពបើពាក្យប្រឡេមប្រឡំបាតដៃក្នុងដៃអត់មានអានុភាពទេរួមផ្សំជាមួយយើងបានធ្វើបុណ្យមកផងអានុភាពនៃបុណ្យផងអានុភាពនៃសច្ចកិរិយាការប្រកាសនៅពាក្យពិតនឹងផងអាចជួយឲ្យយើងបានរួចផុតពីគ្រោះភ័យបានយើងម្នាក់មានសំណាងហើយបានកើតជាមនុស្សយើងមើលអ្នកខ្វះបុណ្យទៅកើតជាសត្វដេរឆានរាប់លានរាប់កោតអត់មានឱកាសអាចមកពេញបុណ្យកុសលរៀនសូត្រចេះដឹងមានចំណេះមានជំនាញមានបញ្ញាស្មារតីបានទេប៉ុន្តែយើងអាចផ្លាត់ស្មារតីទៅធ្វើអំពើអាក្រក់ឲ្យវិលទៅកើតក្នុងកំណើតមិនល្អនឹងវិញហើយរងទុក្ខវិលវល់វែងឆ្ងាយដូច្នេះហើយតនយើងនៅមានអាយុមានបញ្ញាស្មារតីអាចធ្វើបុណ្យបានគួរធ្វើបុណ្យនេះហើយមិនគួរចំណាយពេលធ្វើអំពើអាក្រក់បៀតបៀនមានកម្មមានពៀជាមួយអ្នកដទៃទេពីព្រោះវានឹងនាំមកនៅសេចក្តីទុក្ខមកខ្លួនយើងវិញចុងក្រោយយើងទាំងអស់គ្នាត្រូវត្រឡប់ទៅវិញហើយយើងអាចយកអីទៅបានតិចតួចទេមានតែកម្មដែលយើងបានធ្វើកម្មល្អកម្មមិនល្អហ្នឹងទៅតាមយើងត្រូវព្យាយាមសាងបុណ្យឲ្យបានច្រើនដើម្បីបានជាស្បៀងជាទីពឹងរបស់យើងក្នុងដំណើរសង្សាររស់ដ៏វែងឆ្ងាយនេះបើខ្វះបុណ្យកុំសត់ដែរបើមានបុណ្យមានកុសលច្រើនយើងមិនសូវមានទុក្ខហើយយើងមានឧបនិស្ស័យនឹងបានរួចផុតពីទុក្ខផងបានត្រាស់ដឹងនៅព្រះនិព្វានក្នុងពុទ្ធសាសនាមាននិយាយពីរឿងយមរាជលែងប្រែតមកក្នុងរយៈពេល15ថ្ងៃភ្ជុំបិណ្ឌនឹងមែនឬក៏អត់มันមានសម្ដែងទេការធ្វើបុណ្យឧទ្ទិសជូនដល់បុព្វការីជននឹងយើងធ្វើពេលណាក៏បានរយៈពេលភ្ជុំបិណ្ឌ15ថ្ងៃនេះ
ជាការបង្កើតឡើងរបស់ពុព្វបុរសខ្មែរយើងដើម្បីឲ្យយើងទាំងអស់គ្នាចេះនឹករលឹកដល់បុព្វការីជនជាដូនជាតាដែលបានស្លាប់ទៅដោយការធ្វើបុណ្យឧទ្ទិសជូនចាំបាច់ត្រូវទៅយកចង្ហាន់ទៅបាន7វត្តបានត្រឹមត្រូវឬក៏យ៉ាងម៉េចការឧទ្ទិសទានដល់ញាតិហ្នឹងមិនចាំបាច់តល់ទៅ7វត្តទេមួយវត្តក៏បានមួយអង្គក៏បានប៉ុន្តែបើមានឱកាសពេលវេលាដើរបានច្រើនវត្តក៏ល្អដែរយើងបានបុណ្យហើយយើងបានបុណ្យហ្នឹងឧទ្ទិសជូនដល់ញាតិយើងក៏បានច្រើនដែរតើប្រគេនឲ្យបានអុជធូបឬក៏អុជធូបឲ្យបានប្រគេនអុជធូបមុនក្រោយមិនជាបញ្ហាទេបើអុជធូបក្អូបទៅក៏ល្អបើមិនជាគ្រាន់តែអុជធូបផ្សែងទេអាត្មាថាមិនចាំបាច់ក៏បានដែរហើយយើងឧទ្ទិសទានអានឹងបានចាំបាច់ថាតលប្រគេនហើយបានយើងឧទ្ទិសទាននឹងដល់ជាដូនជាតាបុព្វការីជនរបស់យើងធ្វើបុណ្យហើយបានឧទ្ទិសបុណ្យនឹងទៅបើមិនបានអុជធូបគ្រាន់តែបូជាផ្កាបានឬក៏អត់យើងបូជាទៅផ្កាក៏បានដែរប៉ុន្តែបើមានធូបក្អូបយើងបូជាទៅប៉ុន្តែកុំបូជាច្រើនពេកបូជាមកស័យអីចឹងបានដែរបើច្រើនពេកទៅវាពុលហើយពេលខ្លះទៅធូបខ្លះអុជចេញតែផ្សែងអានឹងមិនគួរទេពីព្រោះការអុជធូបនេះមានទិសដៅមួយគឺបូជាបើបូជាតរបស់ហ្នឹងវាក៏អូបវាល្អប៉ុន្តែបើគ្រាន់តែអុជទៅចេញផ្សែងពុលមិនក៏បានដែរបើប្រគេនប្រសង់មិនទើបបានត្រឹមត្រូវតាមវិន័យញោមអ្នកប្រគេនគួរចូលទៅគៀកបន្តិចហើយបើលើករបស់នឹងបានក៏លើកហើយបើលើកមិនរួចទេគ្រាន់តែរុញកាល់ទៅធ្វើម៉េចឲ្យកម្រើកហើយប្រសង់ទទួលអានឹងបានលោកឆាន់បានជាពិសេសចង្ហាន់នឹងហ្មងបើញោមគ្រាន់តែដាក់នៅលើតុនឹងហើយអត់បានរុញឲ្យកម្រើកតិចលោកអត់តន់ទទួលទេនឹងលោកឆាន់អត់បានអញ្ចឹងញោមចាំបាច់ធ្វើរុញឲ្យកម្រើកឬក៏លើកបន្តិចហើយញាតិញោមទៅគៀកផងនឹងត្រូវតាមវិន័យលោកឆាន់ទៅអត់មានអាបត្តិអត់មានទោសទេបាទតើយើងគួរឧទ្ទិសទានបែបណាបន្ទាប់ពីប្រគេនចង្ហាន់ហើយយើងផ្គងចិត្តថាសូមឧទ្ទិសទាននេះជូនដល់ជាដូនជាតាបុព្វការីជនបើយើងចេះបល័យបានក៏យើងសូត្រទៅអ៊ីទាំងវោញាតិណាងហោតុសុខិតាហោតុញាតិយោរីទាននេះចូលមានដល់ញាតិទាំងឡាយសូមញាតិទាំងឡាយបានដល់នៅសេចក្តីសុខចុះបើយើងមិនចេះបល័យទេយើងតាំងចិត្តជាភាសាខ្មែរក៏បានដែរសូមទាននេះសូមបាយសូមទឹកនេះសម្រាប់ដល់ជាដូនជាតាញាតិការបស់ខ្ញុំសូមញាតិការបស់ខ្ញុំបានដល់នៅសេចក្តីសុខចុះឬក៏យើងជាទូទៅតែងសូត្រសូមជូនមគ្គផលអញ្ចឹងទៅក៏បានសូមឲ្យញាតិនឹងបានទទួលត្រេកអរដឹងឮថាយើងបានឧទ្ទិសទាននេះទៅឲ្យសូមឲ្យលោកទទួលបានបាយទឹកនំចំណីសម្ពុតខោអាវដែលយើងបានឧទ្ទិសជូនទៅមិនកុំភ្លេចរឿងឧទ្ទិសនឹងបើយើងមិនបានឧទ្ទិសគាត់អត់អាចទទួលបានទេតែប្រកាសថាញាតិដែលស្លាប់ទៅនឹងបានទទួលទានដែលយើងឧទ្ទិសនឹងដែរឬក៏អត់ទេមិនប្រកាសថាទទួលបានទាំងអស់ទេញាតិខ្លះទទួលបានញាតិខ្លះទទួលមិនបានជាដូនជាតាដែលបានធ្វើបុណ្យច្រើនគាត់ទៅទេវតាទៅមនុស្សពោះហើយគាត់មានអាហារបរិភោគរបស់គាត់តែអញ្ចឹងឧទ្ទិសអត់អាចចេញជាបាយជាទឹកបានទេឧទ្ទិសទៅចេញជាបាយជាទឹកជាសម្លៀកបំពាក់បានដល់តែញាតិមួយប្រភេទដែលគាត់ខ្វះបុណ្យទៅកើតជាប្រែតឈ្មោះបរតតោបជីវិកៈប្រែតដែលរស់នៅអាស្រ័យការឧទ្ទិសបុណ្យពីញាតិនៅក្នុងโลกនេះប្រែតមួយប្រភេទហ្នឹងទទួលផលពីការឧទ្ទិសនឹងបានចុះបើញាតិរបស់ខ្ញុំអត់បានទៅកើតជាប្រែតផងបុណ្យនឹងទៅណាទៅអញ្ចឹងបុណ្យនឹងបានមកយើងអ្នកធ្វើវិញយើងបានថ្វាយទានចំពោះព្រះសង្ឃអ្នកមានសិលយើងដាំពូជមួយរស់ស៊ីធូកើតជាណាមានទ្រព្យសម្បត្តិច្រើនប្រកបមុខរបរអីក៏ងាយនឹងចំណេញដែរតើយើងឧទ្ទិសនឹងឧទ្ទិសអីគេដល់ញាតិដែលស្លាប់ទៅនឹងការឧទ្ទិសនឹងគឺឧទ្ទិសបាយទឹកនំចំណីសម្លៀកបំពាក់នឹងហ្មងអ៊ីទាំងណូញាតិណាងហោតុឬអ៊ីទាំងវោញាតិណាងហោតុហ្នឹងរីសម្ពុតខោអាវបាយទឹកនំចំណីនេះចូលសម្រាប់ដល់ញាតិរបស់ខ្ញុំសូមញាតិរបស់ខ្ញុំបានដល់នៅសេចក្តីសុខចុះអាហ្នឹងយើងឧទ្ទិសបាយទឹកនំចំណីប៉ុន្តែបើយើងចែកបុណ្យអាហ្នឹងយើងអាចចែកបុណ្យទូលំទូលាយបានខ្ញុំសូមចែកបុណ្យឧទ្ទិសបុណ្យនេះជូនដល់ញាតិមិត្តបងប្អូនជីដូនជីតាទេវតាអមនុស្សអីទាំងអស់ឲ្យទទួលបុណ្យពីខ្ញុំ
អាហ្នឹងគេអាចទទួលត្រេកអរបនពីយើងញាតិដែលស្លាប់ទៅនឹងអាចបង្ហាញខ្លួនឲ្យយើងឃើញដែរឬក៏អត់ទេញាតិខ្លះគាត់បង្ហាញដែរគាត់នៅមានសេចក្តីអាឡោះអាល័យដូចនៅក្នុងធម្មបទអីមត្តកុណ្ឌលីទេវបុត្រហ្នឹងចុះមកបង្ហាញខ្លួនឲ្យឪពុកបានដឹងប៉ុន្តែញាតិខ្លះទៅកើតជាប្រែតក៏អាចបង្ហាញខ្លួនដែរសុំជំនួយពីយើងគាត់ស្រេកឃ្លានអត់បាយអត់ទឹកអត់សម្ពុតខោអាវអីចឹងណាហើយអ្នកខ្លះទៅស្លាប់នៅតាមផ្លូវហើយខ្មែរយើងជួយចិត្តហៅខ្មោចលងអីហ្នឹងក៏គាត់អាចនឹងមកសុំឲ្យយើងជួយធ្វើបុណ្យឧទ្ទិសជូនគាត់ប៉ុន្តែយើងជួនកាលអត់ដឹងយើងខ្លាចយើងភ័យយើងថាខ្មោចនឹងកាចអីចឹងទៅពេលខ្លះគ្នាភ័យខ្លាចនៅក្នុងជាតិកំណើតថ្មីហ្នឹងឬក៏គាត់ស្រេកឃ្លានអត់មានបាយទឹកនំចំណីគាត់ស្លាប់ភ្លាមអត់មានធ្វើបុណ្យទុកចឹងណាចឹងយើងជាញាតិឬក៏មិនមែនជាញាតិក៏ដោយយើងអាចធ្វើទានចំពោះព្រះសង្ឃអ្នកមានសិលឲ្យឧទ្ទិសកុសលជូនគាត់ទៅគាត់ត្រេកអរគាត់អាចរួចផុតពីកំណើតនឹងបានបើញោមមានសទ្ធាជួយចិត្តចែកទានឲ្យរួមផ្សំជាមួយនឹងញោមមានសិលមិនចេះបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយចរិយាមារយាទល្អធំធៅកាយវាចាសមរម្យណាបុណ្យងាយឲ្យផលប្រាថ្នាងាយនឹងបានសម្រេចឧបមាដូចថាក្របពូជនឹងល្អហើយដីនឹងមានជីជាតិមានទឹកគ្រប់គ្រាន់ប្រាថ្នានឹងលឿនមកប៉ុន្តែបើយើងធ្វើទានដែរប៉ុន្តែកាយវាចាយើងច្រឡះបើច្រឡំខាមដើរនិយាយស្ដីអេចអូចចាក់ចុចចរិតរឹកពីអត់ថ្លៃធ្នូប្រាថ្នាមិនងាយបានសម្រេចទេអញ្ចឹងបើញាតិញោមចង់ឲ្យសេចក្តីប្រាថ្នាបានសម្រេចដោយបំណងត្រូវធ្វើទានផងត្រូវរក្សាសិលផងនៅក្បែរវត្តចេតពុននឹងមានសិទ្ធិម្នាក់ឈ្មោះតោតេយព្រាមមានទ្រព្យច្រើនណាស់ប៉ុន្តែស្អប់ព្រះស្អប់ប្រសង់អត់ធ្វើទានអាសាសិលអីទេដល់ពេលគាត់ចាស់ស្លាប់ទៅចិត្តគាត់រវល់វាជាប់ជំពាក់នឹងទ្រព្យសម្បត្តិនឹងកូននឹងចៅមិនទៅកើតណាមកកើតជាសំណក់នៅក្នុងផ្ទះរបស់ខ្លួនឯងហ្នឹងកូនគាត់ឈ្មោះសុភមានុបដោយទឹកចិត្តស្រឡាញ់កាលពីនៅរស់ជាឪពុកហ្នឹងមកកើតជាកូនឆ្កែហ្នឹងតាមស្រឡាញ់ស្និទ្ធស្នាលជាមួយកូនប្រុសនឹងខ្លាំងណាស់ពេលសំណក់នឹងធំឡើងព្រះអង្គជ្រាបនិស្ស័យរបស់កូនប្រុសសុភមានុបនឹងក៏និមន្តមកបិណ្ឌបាតអត់ជួបកូនប្រុសទេឆ្កែចេញមកព្រុសព្រះយកបណ្ដោយព្រះអង្គសម្ដែងថាព្រាហ្មណ៍ស្អប់តថាគតតាំងពីនៅជាមនុស្សឥឡូវមកកើតជាសំណក់ឯនៅស្អប់តថាគតទៀតសុភមានុបនឹងដឹងខឹងព្រះអង្គខឹងថាមើងងាយឪពុកខ្លួនឯងព្រោះឪពុកខ្លួនឯងតាមសាសនាគេនឹងទៅកើតជាព្រំបាត់ហើយមិននៅជាសំណក់ចឹងទេបានព្រះអង្គឲ្យសុភមានុបនឹងសាកល្បងថាតើសំណក់នឹងជាឪពុករបស់ខ្លួនមែនអត់ឲ្យងូចទឹកឲ្យស៊ីបាយឲ្យដេកហើយទៅសួរថាលោកឪពុកមានកំណប់ដែលលោកឪពុកអត់ទាន់ប្រាប់កូនទេបានសំណក់នឹងទៅកកាយកលែងកប់កំណប់មានស្បែកជើងមាសមានថាសមាសមានថាសប្រាក់អីជាដើមហ្នឹងដល់ទៅគាស់ទៅរកឃើញមែនតែអញ្ចឹងសុភមានុបនឹងចាប់ផ្ដើមមានសេចក្តីជ្រះថ្លាធ្វើទានរក្សាសិលជាមួយព្រះសម្មាសម្ពុទ្ធចាប់ពីពេលហ្នឹងមកអញ្ចឹងបានថាទ្រព្យសម្បត្តិហ្នឹងយើងប្រើប្រាស់បានក្នុងបច្ចុប្បន្នជាតិហ្នឹងនេះបើយើងអត់បានធ្វើទានដើម្បីបានជាទីពឹងនេះទ្រព្យហ្នឹងកូនវាយកអស់ហើយអញ្ចឹងរំលែកទ្រព្យធនរបស់យើងខ្លះធ្វើជាទានថ្វាយដល់ព្រះសង្ឃជួយដល់អ្នកដែលត្រូវការប្រយោជន៍សាធារណៈស្ពានថ្នល់សាលារៀនអីចឹងទៅបុណ្យនឹងបានមកយើងហើយបុណ្យនឹងជួយយើងឲ្យបានសេចក្តីសុខក្នុងបច្ចុប្បន្ននឹងផងទៅក្នុងអនាគតជាតិផងបើមិនចឹងទេគេយកអស់យើងអត់បានប្រយោជន៍ពីទ្រព្យនឹងឯពេលដែលយើងស្លាប់ទៅពេលមួយនោះអនាថបិណ្ឌិកសេដ្ឋីគាត់រកស៊ីខាតគេខ្ចីលុយម្សងទ្រព្យសម្បត្តិកប់ហ្នឹងក៏ទឹកគួចទៅគាត់ធ្លាក់ខ្លួនក្រឃើញសិទ្ធិធ្លាក់ខ្លួនទេវតានៅផ្ទះគាត់ហ្នឹងចេញមកបដៅសិទ្ធិតែឃើញលោកសិទ្ធិធ្វើបុណ្យច្រើនពេកជាមួយនឹងពុទ្ធនឹងវិខុសង្ឃបានធ្លាក់ខ្លួនក្រកុំធ្វើបុណ្យច្រើនពេកលោកសិទ្ធិជាអរិយបុគ្គលលោកច្បាស់ក្នុងកិច្ចការងារបុណ្យកុសលច្អល់មុខទេវតាចេញពីផ្ទះខ្ញុំមកឆាប់ទេវតាអន្តពាលម្ចាស់ផ្ទះគេដេញអត់មានអីនៅដែរពឹងទេវតាណានៃមកសុំទោសគេអត់ហ៊ានតែសម្ដីនឹងថ្លោះពេកបានទេវតានឹងទៅពឹងប្អិនប្រាប់ថាបើចង់សុំទោសសិទ្ធិនឹងត្រូវធ្វើម៉េចទៅគម្រាមអាអ្នកខ្ចីម្សងធ្វើម៉េចសងវិញទ្រព្យសម្បត្តិដែលលិចទឹកទៅនឹងត្រូវប្រមូលយកមកវិញហើយទ្រព្យសម្បត្តិណាដែលមិនមានម្ចាស់ទៅប្រមូលយកមកដាក់ឃ្លាំងសិទ្ធិវិញបានទៅប្រមូល
ពីអ្នកខ្ចីម្សងនឹង18កោដកហបណៈទឹកគួចទៅនឹង18កោដទ្រព្យសម្បត្តិអត់មានម្ចាស់ហ្នឹង18កោដសរុបទៅ54កោដស្មើនឹងតម្លៃដែលគាត់កសាងវត្តចេតពុនណាគាត់ទិញដីអស់18កោដគាត់កសាងអគារអស់18កោដគាត់ធ្វើបុណ្យឆ្លង9ខែអស់18កោដសរុបប្រាក់ដែលគាត់ធ្វើទានហ្នឹង54កោដកហបណៈទ្រព្យសម្បត្តិដែលបានពីទេវតាជួយនឹងវិញ54កោដកហបណៈវិញក្នុងជាតិមួយនោះព្រះពោធិសត្វកើតជាស្ដេចត្រីធំមួយនៅក្នុងស្រះទឹកគាត់ជួនជារដូវប្រាំងអត់មានភ្លៀងធ្លាក់គោកសត្វក្អែកសត្វកុកសត្វកសានោះវាមកស៊ីត្រីនឹងងាប់ឲ្យរង្គាលព្រះពោធិសត្វមានទឹកចិត្តករុណាអាណិតដល់ញាតិទាំងអស់របស់ព្រះអង្គនៅក្នុងស្រះទឹកហ្នឹងព្រះអង្គពិចារណាថាតើធ្វើម៉េចអាចជួយញាតិរបស់ព្រះអង្គបានព្រះអង្គជាសត្វត្រីដូចគ្នាមិនអាចនឹងទៅដឹកជញ្ជូនញាតិមិត្តអីណាបានអញ្ចឹងក៏ព្រះអង្គពិចារណាថាមានតែអញប្រកាសនៅសច្ចកិរិយាការប្រកាសនៅពាក្យពិតដោយអានុភាពនៃការប្រកាសនៅពាក្យពិតនេះនឹងអាចជួយរំដោះញាតិមិត្តរបស់ព្រះអង្គបានក៏ព្រះអង្គពោលថាតាំងពីថាគតដឹងខ្លួនដឹងក្តីពីពេលណាមកថាគតមិនដែលបៀតបៀនសត្វណាមួយឡើយដោយពាក្យសច្ចៈនេះសូមឲ្យមេឃបង្អុរភ្លៀងមកចោះម្នាលមេឃអ្នកចូលបង្អុរភ្លៀងមកចូលញ៉ាំងកំណប់ទ្រព្យរបស់សត្វក្អែកឲ្យវិនិច្ឆ័យទៅចូលញ៉ាំងសត្វក្អែកឲ្យសោកសោកចូលញ៉ាំងពពួកត្រីនេះឲ្យរួចផុតពីសេចក្តីសោកមេឃក៏ភ្លៀងចុះមកភ្លាមទៅត្រីនឹងក៏រួចផុតពីទុក្ខទោសដោយអានុភាពនៃការប្រកាសនៅសច្ចកិរិយាការប្រកាសនៅសច្ចបារមីរបស់ព្រះពោធិសត្វអានុភាពនៃការប្រកាសនៅពាក្យពិតពាក្យសច្ចៈអាចនាំមកនៅសេរីសួស្តីរួចផុតពីទុក្ខភ័យបានប៉ុន្តែទល់ថាវាជារឿងពិតមែនដោយដែលត្រីពោធិសត្វហ្នឹងលោកថាតាំងពីដឹងក្តីមកមិនដែលបៀតបៀនជីវិតអ្នកណាសោះឡើយដោយអានុភាពនៃសច្ចវាចាពាក្យពិតនេះសូមឲ្យរួចផុតពីទុក្ខភ័យអាចសម្រេចបានមែនភ្លៀងធ្លាក់មកឲ្យត្រីទាំងអស់ដែលជាញាតិរបស់ព្រះអង្គហ្នឹងបានរួចផុតពីគ្រោះភ័យបានសម័យពុទ្ធកាលមានក្សត្រមួយអង្គឈ្មោះពោធិរាជកុមារលោកអត់មានបុត្រហើយចឹងលោកកសាងប្រាសាទហើយក៏និមន្តព្រះពុទ្ធមកឆ្លងហើយក៏ក្រាកម្រាលពណ៌សតាំងចិត្តថាសូមឲ្យព្រះអង្គជន់ហើយសូមឲ្យខ្លួនមានកូនហើយព្រះអង្គអត់ជន់ព្រះអង្គដឹងអំពីបំណងរបស់ម្ចាស់ប្រាសាទគេមុនពីបេដងក៏អត់ជន់រហូតដល់ឲ្យគេដកកម្រាលនឹងចេញទៅព្រះអង្គជ្រាបថាបើទោះជាព្រះអង្គមុនជន់ទៅក៏ពោធិរាជកុមារនឹងអត់មានបុត្របានដែរដោយសារពីរនាក់ប្តីប្រពន្ធនឹងធ្លាប់មានបាបកម្មពីអតីតជាតិមកលួងទឹកជាប់នៅលើកោះហើយក៏បរិភោគតែសុទ្ធសត្វដែលនៅលើកោះនឹងតាំងពីនៅវ័យមានកម្លាំងកំហែងរហូតដល់ចាស់ជរាសុទ្ធផងកូនផងអីផងចឹងទៅមានបាបកម្មពីវរាជាមួយនឹងកូនសត្វហ្នឹងធ្វើឲ្យខ្លួនឯងមានទ្រព្យមានសម្បត្តិកំណើតជាក្សត្រប៉ុន្តែអត់អាចមានបុត្រទៅបាននឹងកម្មដែលយើងធ្វើនោះចុងក្រោយវាធ្លាក់មកលើយើងវិញហេតុអីចាំបាច់យកបរតនត្រ័យពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹកដោយសារជីវិតយើងនឹងមានទុក្ខកង្វល់ច្រើនទុក្ខផ្លូវកាយផងទុក្ខផ្លូវចិត្តផងជ្រាភាធិមរណៈផងបរតនត្រ័យពុទ្ធពធព្រះសង្ឃនឹងជួយបង្ហាញផ្លូវថាផ្លូវនេះនាំមកនៅសេចក្តីចម្រើនផ្លូវនេះនាំឲ្យកើតទុក្ខពុទ្ធជាម្ចាស់ជាអ្នកនាំផ្លូវជាគ្រូហើយព្រះធម៌ហ្នឹងជាផែនទីសម្រាប់យើងដើរព្រះសង្ឃហ្នឹងជាអ្នកដើរមុនដូចថាត្រួសត្រាយមានស្នាមសម្រាប់យើងដើរតាមខាងក្រោយចឹងយើងយកបរតនត្រ័យជាទីពឹងទីរលឹកហ្នឹងមិនមែនទៅបែបបន់សុំអីទេគឺបានបរតនត្រ័យហ្នឹងជាអ្នកបង្ហាញផ្លូវត្រូវក្នុងជីវិតហ្នឹងដើម្បីឲ្យជីវិតហ្នឹងបានសុខទីបំផុតបានរួចផុតចាកទុក្ខបើបងប្អូនមិនទាន់កាន់សិលបានទេត្រឹមតែទទួលយកពុទ្ធពធព្រះសង្ឃបរតនត្រ័យជាទីពឹងទីរលឹកយើងយកជាត្រីវិស័យសម្រាប់ដើរតាមប៉ុណ្ណឹងក៏បានបន់ច្រើនដែរហេតុអីបានវាសនាមនុស្សខុសគ្នាអ្នកធ្វើទៀនចិត្តដលាយរស៊ីធូកើតជាតិណាកើតក្នុងតកូលធូធាមនុស្សចិត្តកំណាញ់ស្វិតរស៊ីតឹងកើតជាតិណាក្រទ្រព្យសម្បត្តិអ្នកជួយចិត្តខឹងគេកើតជាតិណាមុខអក្រក់អ្នកមានចិត្តធ្ងន់ចិត្តត្រជាក់មិនងាយខឹងកើតជាតិណារូបស្អាតតាំងពីឥឡូវទៅ
អ្នកជួយចិត្តចំណែនគេងាយបានធ្វើធំឯងព្រោះមិនចង់ឲ្យគេធ្វើធំយើងដាំពូជតូចទៀតអ្នកដែលចេះត្រេកអរនឹងគេមាននឹងគេបាននឹងងាយនឹងបានឡើងធ្វើធំដោយសារចិត្តទលាយអ្នកជួយចិត្តវាយទាត់ធាក់អ្នកដតីដាំពូជឈឺច្រើនអ្នកដែលចេះជួយសង្គ្រោះពេលគេមានទុក្ខលំបាកដាំពូជសុខភាពល្អមិនងាយឈឺអ្នកដែលបៀតបៀនសម្រាប់ជីវិតអ្នកដទៃដាំពូជអាយុខ្លីអ្នកដែលរក្សាសិលនឹងដាំពូជអាយុវែងអ្នកដែលចេះគោរពកោតក្រែងអោនលំទោនចំពោះចាស់ទុំអ្នកដែលមានវ័យច្រើនជាងឬក៏អ្នកដែលមានគុណធម៌ជាងដាំពូជកើតក្នុងតកូលខ្ពង់ខ្ពស់អ្នកដែលចៅម៉ងឆ្មងឆ្ងៃមើងងាយគេឯងក្អើតកតមកើតជាតិណាកើតក្នុងតកូលតូចទាបកម្មគឺការងារដែលយើងធ្វើនឹងធ្វើឲ្យវាសនាមនុស្សនឹងខុសគ្នាព្រះនាងម៉ាលិកាជាមហេសីរបស់ព្រះបាទបសិន្ទិកោសលនៅឥណ្ឌាតូចចិត្តរឿងចេះទេថាខ្លួនឯងជាមហេសីមានឋានៈធំសម្បត្តិលុយកាក់នោះចាយមិនឈ្នះប៉ុន្តែរូបវាមិនទៅស្អាតហើយក៏ទៅថ្វាយគុំព្រះអង្គថាមានអីជាហេតុជាបច្ច័យនាំឲ្យស្ត្រីខ្លះហ្នឹងរូបមិនស្អាតប៉ុន្តែឋានៈបុណ្យស័ក្តិធំហើយមានប្រាក់មានទ្រព្យនឹងចាយច្រើនបានព្រះអង្គសម្ដែងស្ត្រីពួកខ្លះហ្នឹងជួយចិត្តខឹងងើមួម៉ៅឆេវឆាវតែជាអ្នកជួយចិត្តធ្វើទៀនតែខ្មែរយើងជួយចិត្តនិយាយថាមាត់អាក្រក់ប៉ុន្តែចិត្តល្អអញ្ចឹងមានអីចែកហើយប៉ុន្តែមួម៉ៅឆេវឆាវនងណាំងហើយជាស្ត្រីដែលមិនចេះចំណែនគេទេគេមានគេបានគេល្អអីឲ្យគេល្អចាស់ចិត្តនឹងស្រឡះទលាយមិនចង្អៀតទេអញ្ចឹងកម្មដែលបុគ្គលនឹងបានធ្វើខឹងច្រើននាំឲ្យរូបមិនស្អាតចូលចិត្តធ្វើទៀននាំឲ្យមានទ្រព្យមានលុយមានកាក់ចាយច្រើនមិនចេះចំណែននាំឲ្យបានមានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់ដោយនាងម៉ាលិកាអញ្ចឹងបាននាងនឹងថ្វាយគុំព្រះអង្គឆ្លើយច្រើនប៉ុន្តែចំណុចនឹងមួយបញ្ជាក់ឲ្យនាងម៉ាលិកាទទួលថាអូអរគុណហើយព្រះអង្គទូលគុំខ្ញុំកណានេះពីដើមមកខឹងច្រើនទើបរូបមិនស្អាតតែជួយចិត្តធ្វើទៀនបានមានទ្រព្យច្រើនមានសម្បត្តិច្រើនហើយមិនចេះចំណែនគេទើបមានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់តើអមនុស្សមានមែនឬទេអមនុស្សមានមែនអមនុស្សប្រែមកវិញថាមិនមែនមនុស្សអមនុស្សមានពីរអមនុស្សឋានៈទាបនិងអមនុស្សឋានៈខ្ពស់អមនុស្សថ្នាក់ទាបដូចជាប្រែតនរកដេឆានសុរកាយយើងហៅថាខ្មោចព្រាយបិសាចដែលត្រូវទទួលផលនៃបាបកម្មស្រេកឃ្លានទុក្ខលំបាកពពួកនរកប្រែតអសុរកាយហ្នឹងអាចនៅជាមួយយើងហ្នឹងក៏មានហើយពេលខ្លះគេបង្ហាញខ្លួនឲ្យយើងឃើញហើយធ្វើឲ្យយើងភ័យខ្លាចទៀតក៏មានប៉ុន្តែពេលខ្លះគេមកដើម្បីសុំយើងឲ្យធ្វើបុណ្យឧទ្ទិសឲ្យគេហ្នឹងក៏មានដែរគេមិនមែនមកបន្លាចយើងទាំងអស់ទេចំណែកអមនុស្សថ្នាក់ខ្ពស់ទេវតារុក្ខទេវតាអារក្ខទេវតាទេវតាចាតុមហារាជការតៅតឹងសាយាមានឡើងលើខ្ពស់ខ្ពស់ទៅបុណ្យគេខ្ពស់គេមានសេចក្តីសុខច្រើនជាងយើងអាយុគេវែងជាងយើងមានឫទ្ធិច្រើនជាងយើងអញ្ចឹងទៅទេវតាថ្នាក់តូចទាបនៅផ្ទះយើងហៅជានាងផ្ទះឬក៏នៅដើមឈើយើងហៅរុក្ខទេវតានៅនឹងតាមផ្លូវតាមព្រៃតាមភ្នំអីយើងហៅថាអារក្ខទេវតាទេវតាខ្លះនៅនឹងទឹកគេហៅអរិយទឹកចឹងក៏មានពួកទេវតាហ្នឹងអាចជួយបីបាច់ថែអាសាយើងដែរបើយើងជាមនុស្សល្អត្រឹមត្រូវមានកតញ្ញូដឹងគុណម៉ែឪហើយមានចិត្តល្អមានមេត្តាយើងជូតបុណ្យជូនកុសលដល់គេគោរពបូជាគេខ្លះចឹងណាប៉ុន្តែយើងមិនដឹងថាមួយណាជាមួយណីទេព្រោះយើងមើលមិនឃើញគេមិនបានឲ្យយើងមើលអត្តសញ្ញាណប័ណ្ណគេជាទេវតាថ្នាក់ខ្ពស់ឬក៏ទេវតាថ្នាក់ទាបអញ្ចឹងបងប្អូនកុំសូវចេះហៅអមនុស្សខ្មោចចូលពេកព្រោះយើងមិនដឹងមិនស្គាល់គេផងមិនដឹងមួយណាជាមួយណីពួកអមនុស្សហ្នឹងអាចជួយយើងឬអាចបន្លាចយើងដែរបើយើងធ្លាប់ជាប់ជាសាច់ញាតិជាបងជាប្អូនមានបុណ្យកុសលជាមួយចឹងទៅគេអាចជួយយើងប៉ុន្តែបើយើងមានគំនុំគុំគួនមួយគេទៅគេអាចបន្លាចយើងទៅដែរយើងមានតែផ្សាយមេត្តាឧទ្ទិសកុសលសូមឲ្យអស់លោកបានសេចក្តីសុខចុះហើយរកបុណ្យរកកុសលមករក្សាខ្លួនយកបរតនត្រ័យពុទ្ធពធព្រះសង្ឃជាទីពឹងទាលើករក្សាសិលចម្រើនមេត្តាទៅយើងមានបុណ្យមានកុសលអញ្ចឹងពួកអមនុស្សហ្នឹងក៏មិនងាយបៀតបៀនយើងបានដែរតែពាក្យថាអហោសិកម្មបានន័យដូចម្ដេចអហោសិកម្មក្នុងន័យទូទៅមានន័យថាលែងយកទោសយកបីលែងចងកម្មពៀជាមួយអញ្ចឹងប៉ុន្តែមិនប្រកាសថាបុគ្គលនឹងរួចផុតពីផលនៃកម្មទេណា
យើងឯអ្នកផុតទៅព្រោះយើងអត់ចងកម្មពីមួយគាត់ណាប៉ុណ្ណឹងក្នុងន័យទូទៅឯងក្នុងន័យអភិធម្មអហោសិកម្មមានន័យថាកម្មហ្នឹងវាអត់មានពេលឲ្យផលវាឧបមាដូចថាពូជហ្នឹងវាស្អុយទៅវាហួស delay ហួសពេលវេលាឲ្យផលកម្មតិចតួចណានៃអញ្ចឹងទៅយើងធ្វើឲ្យទៅវាមានកម្មអីផ្សេងមកមុនទៅហើយអញ្ចឹងកម្មហ្នឹងអត់មានពេលឲ្យផលហួសពេលឲ្យផលក៏គេហៅអហោសិកម្មឬក៏មួយទៀតបុគ្គលដែលបានសម្រេចជាព្រះអរហន្តអញ្ចឹងលែងមានជាតិកំណើតទៅទៀតហើយអញ្ចឹងកម្មវាទៅលែងរួចទៀតវាព្រោះអត់មានម្ចាស់ទៅទទួលផលកម្មហ្នឹងដូចអង្គុលីមាលអីចឹងប៉ុន្តែពេលលោកនៅរស់លោកទទួលផលកម្មដែរប៉ុន្តែដល់ពេលបរិនិព្វានលែងមានជាតិកំណើតកម្មហ្នឹងវាអស់ធំហ្នឹងដែរមួយទៀតសកម្មភាពរបស់ព្រះអរហន្តព្រះសម្មាសម្ពុទ្ធអីជាដើមហ្នឹងទោះជាអំពើនោះចាត់ទុកថាជាអំពើល្អមានចិត្តមេត្តាករុណាទេសនាជួយបដិបត្តិប៉ុន្តែកម្មហ្នឹងមិននាំឲ្យមានផលទៅទៀតពីព្រោះព្រះអង្គលែងកើតទៅទៀតហើយក៏ជាអហោសិកម្មដែរអ្នកដែលជួយចិត្តចែកទានដាំពូជមួយរស៊ីធូកើតជាតិណាម៉ែឪមានទ្រព្យសម្បត្តិច្រើនបើរស៊ីអីក៏ងាយនឹងចំណេញដែរប៉ុន្តែបើគាត់ធ្វើទៅទានហើយអត់រក្សាសិលគាត់អាចកើតក្នុងកំណើតអត់ល្អពីព្រោះការរក្សាសិលនាំឲ្យបានកើតក្នុងសុគតិភពជាមនុស្សឬក៏ជាទេវតាអញ្ចឹងបើគាត់ធ្វើតែទានអាចទៅកើតជាសំណក់អីចឹងទៅប៉ុន្តែមានអ្នកមានសិទ្ធិអុកញ៉ាយកទៅចិញ្ចឹមនៅសផ្ទះវិឡាជីសឡានររយអញ្ចឹងប៉ុន្តែខ្លួនឯងជាសំណក់ដែរអញ្ចឹងបើយើងធ្វើទានផងយើងរក្សាសិលផងយើងមានទាំងទ្រព្យយើងបានកើតក្នុងកំណើតល្អទៀតប៉ុន្តែបើគាត់រក្សាតែសិលទេអត់សូវបានធ្វើទានណាកើតមកជាមនុស្សជាទេវតាប៉ុន្តែក្រីក្រទ្រព្យសម្បត្តិសូម្បីតែកើតជាទេវតាខ្លះអត់មានអាហារបរិភោគហូបទេដើររើសរបស់របរគេខាកគេស្ដោះឬក៏កតិចកទីបាយទឹកគេចោលណាទេវតាដែលខ្សោយបុណ្យណាមានតែបុណ្យនាំឲ្យទៅកើតជាទេវតាប៉ុន្តែខ្វះបុណ្យនាំឲ្យមានបាយទឹកនំចំណីហ្នឹងមិនចាំបាច់តែមនុស្សទេទេវតាខ្លះក៏ក្រីក្រដែរដោយសារអត់សូវបានធ្វើទានមុននឹងស្លាប់ហ្នឹងមនុស្សយើងហ្នឹងកាន់យកអារម្មណ៍3ប៉ុន្តែយកតែមួយទេទី1លោកហៅថាកម្មអារម្មណ៍មានន័យថានឹកដល់អំពើដែលយើងធ្លាប់ធ្វើកន្លងមកបើនឹកដល់បុណ្យទៅឃើញរាប់បាតប្រសងឃើញហេតុកឋិនឃើញជួយគេជួយឯងហ្នឹងសប្បាយចិត្តបានទៅកាន់ឋានសួគ៌បើនឹកឃើញកាប់សម្លាប់ជាបតិចខ្ចីលុយគេមសងអីទៅហ្នឹងធ្លាក់នរកធ្លាក់ប្រែទៅព្រោះនឹកទៅវាសៅមងចិត្តទី2លោកហៅថាកម្មនិមិត្តអារម្មណ៍មានន័យថាកម្មហ្នឹងវានិមិត្តរបស់ឲ្យឃើញបើយើងធ្លាប់ហេតុកឋិនហ្នឹងឃើញបាតឃើញជីវរឃើញត្រៃឃើញលៀងទៅហើយបើយើងធ្លាប់កាប់សម្លាប់គេឃើញដាវឃើញលំពេងហោះមកវឺតទៅយើងភ័យហើយតែយើងភ័យធ្លាក់ក្នុងអបាយភូមិហើយទី3កតិនិមិត្តអារម្មណ៍មានន័យថាជាតិកំណើតនឹងយើងត្រូវទៅកើតណាវាប្រកាសមកយើងនឹងបើត្រូវទៅកើតជាទេវតាឃើញវិមានឃើញប្រាសាទឃើញទេវបុត្រឃើញទេពធីតាអញ្ចឹងទៅបើកើតជាមនុស្សឃើញកូនងាឃើញស្ត្រីមានផ្ទៃពោះឃើញយល់រឹងកូនងាអញ្ចឹងទៅហើយបើថាត្រូវធ្លាក់ទៅក្នុងអបាយភូមិបាបឲ្យផលឃើញនរកឃើញប្រែតឃើញយមរាជឃើញយមបាលព្រៃស្មោសានកន្លែងគួរឲ្យភ័យខ្លាចអញ្ចឹងហើយមុននឹងស្លាប់ហ្នឹងមនុស្សយើងហ្នឹងសពសត្វហ្នឹងកាន់យកអារម្មណ៍ណាមួយក្នុងអារម្មណ៍ទាំង3ហ្នឹងយើងបានមកកើតជាមនុស្សនេះយើងសើមានបុណ្យចាស់មកប៉ុន្តែយើងត្រូវការធ្វើបុណ្យថ្មីដើម្បីឲ្យបុណ្យចាស់ហ្នឹងវាមានកម្លាំងនៅក្នុងធម៌លោកហៅឧបត្ថម្ភកកម្មបុណ្យថ្មីជួយឧបត្ថម្ភគ្រប់គ្រងបុណ្យចាស់យើងឲ្យបានចម្រើនឧបមាងាយស្ដាប់ចោះថាបុណ្យចាស់យើងមាន5យើងមានបុណ្យថ្មី3 4ទៅវាបាន7 8 9អញ្ចឹងបើយើងអត់បានធ្វើបុណ្យថ្មីទេវាខ្សោយកម្លាំងឧទាហរណ៍ថាដើមឈើហ្នឹងវាចាស់ទៅវាមិនសូវមានផលផ្លែផ្កាល្អបុណ្យថ្មីអំពើល្អថ្មីការចិញ្ចឹមមេត្តាបិតាធ្វើទានសាសើរស្ដីព្យាយាមហ្នឹងអាចបើកទ្វារឲ្យបុណ្យចាស់ចាស់ដែលវារកផ្លូវឲ្យផលមិនឃើញហ្នឹងវាឲ្យផលអញ្ចឹងដើម្បីឲ្យ
ជីវិតរបស់យើងឯដែលវាជាផលនៃបុណ្យហើយនេះឲ្យវាបានចម្រុងចម្រើនទៅកុំភ្លេចធ្វើបុណ្យថ្មីថែមហើយធ្វើបុណ្យថ្មីធ្វើបុណ្យតិចតួចក៏ដោយប៉ុន្តែធ្វើបុណ្យញឹកញយកុំចាំបាច់ថាអញធ្វើអ្នកមានសិនចាំធ្វើបុណ្យមិនមែនទេគាត់ថ្វាយផ្កាថ្វាយគុំព្រះបោះជ្រះវត្តចាំម៉ែចាំឪមើលថែគាត់ដោយកាយយកចិត្តទុកដាក់ហ្នឹងបុណ្យហ្នឹងវាជួយឲ្យជីវិតហ្នឹងបានប្រសើរខ្ពង់ខ្ពស់បើបុណ្យចាស់យើងតិចកុំតូចចិត្តកុំច្នែនគេផឹងធ្វើបុណ្យថ្មីថែមអាហ្នឹងបានជួយឲ្យជីវិតយើងបានប្រសើរទៅមុខការងារមួយដែលប្រសង់យើងមិនគួរមើលម្លងបន្ទាប់ពីយើងសូត្រមន្តការក្តីឡើងផ្ទះក្តីចម្រើនបញ្ជូនក្តីសង្ឃទានក្តីឬក៏ពេលញាតិញោមយកចង្ហាន់មកវត្តអីហ្នឹងគឺឲ្យអាវ៉ាតខ្លីបាន5នាទី10នាទីក៏ได้ឲ្យតែមានឱកាសបញ្យល់ណែនាំពីបុណ្យកុសលឲ្យជៀសវាងពីអំពើបាបឲ្យប្រឹងធ្វើទានរក្សាសិលធ្វើឲ្យញាតិញោមមានសេចក្តីជ្រះថ្លាក្នុងពធឲ្យគាត់មានសទ្ធាមុតមមឡើងព្រះពុទ្ធអង្គហៅថាបំពួកភ្នក់ដូចថាចេះតាដុតឲ្យភ្លឺចឹងទៅព្រោះពេលខ្លះយើងសូត្រធម៌សូត្រអាទៅញាតិញោមស្ដាប់អត់បានយើងតទៅពេលរួចហើយហ្នឹងយើងទៅបញ្យល់បន្ថែមទៀតឲ្យកូនឲ្យចៅជំនាន់ក្រោយហ្នឹងបានស្ដាប់ធម៌អាយល់ចូលចិត្តទៅគេគិតថាអូពុទ្ធសាសនាហ្នឹងមានប្រយោជន៍សម្រាប់ជីវិតគេជួយឲ្យគេបានសុខអញ្ចឹងគេជួយបន្តអាយុពុទ្ធសាសនាហ្នឹងទៅមុខទៀតសម័យពុទ្ធកាលពេលព្រះអង្គទៅបិណ្ឌបាតហើយព្រះអង្គតែងតែបញ្យល់ណែនាំហើយបើនៅក្នុងសាលាឆាន់ពេលព្រះសង្ឃមុនឆាន់ហើយគឺមានការសម្ដែងធម្មទេសនាឲ្យពុទ្ធបរិស័ទបានស្ដាប់ចឹងទៅជាទូទៅចឹងហ្មងចឹងពុទ្ធបរិស័ទហ្នឹងមិនមែនត្រឹមតែបានតែស្ដាប់ការសូត្រធម៌ទេគឺស្ដាប់ការបញ្យល់ធម៌ទៀតធ្វើឲ្យគាត់ចេះថ្លាក្នុងពុទ្ធសាសនាហ្នឹងកាន់តែក្រៃលែងឡើងបើមានគេសួរថាពុទ្ធសាសនាពង្រៀនពីអីយើងអាចឆ្លើយខ្លីក៏បានដែរទី1ព្រះអង្គឲ្យយើងជៀសផុតអំពីអំពើអាក្រក់អំពើបាបទី2ព្រះអង្គឲ្យយើងសន្សំបុណ្យសន្សំអំពើល្អឲ្យបានច្រើនទី3ព្រះអង្គឲ្យយើងសម្អាតចិត្តឲ្យបានស្អាតកុំឲ្យមានកិលេសលោភៈទោសៈមោហៈនឹងវាច្រើនពេកសម្អាតទីម្ដងរហូតដល់ចិត្តនឹងស្អាតបានត្រាស់ដឹងនៅព្រះនិព្វានលែងមានទុក្ខទៀតហើយជាងអវាទទាំង3ហ្នឹងជាសេចក្តីសង្ខេបនៃពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធពេលយើងកើតក្នុងផ្ទៃម្ដាយកម្មមួយហ្នឹងវាកំណត់ឲ្យយើងរស់នៅបាន10 20 30ឬក៏70 80ឆ្នាំប៉ុន្តែយើងរស់នៅបានប៉ុណ្ណឹងឬមិនបានអាស្រ័យយើងរៀបចំជីវិតពេលបច្ចុប្បន្នបើយើងផឹករាល់ថ្ងៃលើកដាច់រហូតហូបអីមិនចេះគិតហើយអត់សូវដេកអត់សូវពួនជក់គ្រឿងញៀនឬក៏ពិបាកចិត្តតឹងធូងរាល់ថ្ងៃអានឹងអាយុអត់វែងអាយុយើងត្រូវនៅបាន80ឆ្នាំផឹកច្រើនពេកនៅសល់50អីចឹងទៅឬក៏ពិបាកចិត្តពេកកើតទុកមុខជាប់ទៅស្គមរីងរៃអាយុខ្លីដោយសារពិបាកចិត្តហ្នឹងគឺកូនក្មួយយើងខ្លះសបាយពេកបរហោះទៅម៉ូតូប៉ណ្ណាំងទៅជាមួយកង់ឡានហើយអ្នកខ្លះអត់ចេះពាក់មួកសុវត្ថិភាពអីទេឬក៏ជក់បរិយជក់វ៉ែបហូបចុកអីទៅប្រទេសទៅផ្ដាស់ទៅអាហ្នឹងខាតអាយុយើងហើយជាគៀងហ្នឹងវាឆាប់អស់ព្រេងហ្មងត្រូវរស់នៅបានដល់70 80ឆ្នាំត្រូវស្លាប់តាំងក្មេងអាយុ10 20ឆ្នាំហ្នឹងក៏សឹងតែបានដែរកម្មហ្នឹងវាចូលមកកាត់ផ្ដាច់ជីវិតរបស់យើងពេលខ្លះអាយុយើងហ្នឹងត្រូវរស់បានយូរប៉ុន្តែសកម្មភាពយើងហ្នឹងវាធ្វើឲ្យអាយុហ្នឹងខ្លីចុះមកអញ្ចឹងកុំបន្ទោសកម្មចាស់ពេកពេលខ្លះយើងធ្វើកម្មថ្មីមិនល្អធ្វើឲ្យយើងអាយុខ្លីប៉ុន្តែមានអ្នកខ្លះដែរមានបាបកម្មពីអតីតណាមកមិនបានធ្វើអីអាក្រក់ប៉ុន្តែគាត់ត្រូវអស់ជីវិតក៏មានដែរឧបមាថាកម្លាំងបាបពីអតីតមកវាមាន100ប៉ុន្តែបុគ្គលនឹងបច្ចុប្បន្នប្រឹងធ្វើបុណ្យចំម៉ែចំឪធ្វើទានសាសិលចម្រើនភាវនាច្រើនទៅកម្លាំងបុណ្យនឹងវាជួយទប់ស្កាត់បាបបានខ្លះដែរឧបមាដូចថាសម្លនឹងវាប្រៃហើយបានដាក់ទឹកទៅវារៀងសាបទៅវាមិនមក100%ហ្មងបុណ្យដែលវាទៅជួយទប់ស្កាត់បាបនឹងលោកហៅថាឧបបិលកកម្មបុណ្យនឹងទៅជ្រៀតបៀតបាបហ្នឹងអំពើបាបអំពើអាក្រក់ក៏វាទៅជ្រៀតបៀតបុណ្យដែរឧបមាថាគាត់កំពុងរហូតស៊ីឡើងឋានៈបុណ្យស័ក្តិខ្ពងពោះប៉ុន្តែច្រឡំពេលមួយនោះផឹកស្វឹងដកភ្លើងបាញ់គេទូងទៅអស់លីងជាប់គុកជាប់ច្រវាក់ទៀតអាហ្នឹងបាបទៅជ្រៀតបៀតបុណ្យម្ដងចុះឃើញធ្លាប់ឮមកថាបាបបុណ្យស៊ីសងគ្នាមិនបានទេបាបដែលយើងធ្វើហើយនោះយើងលុបវាមិនបានទេប៉ុន្តែកម្លាំងបុណ្យដែលយើងធ្វើថ្មីហ្នឹងវាអាចជួយទប់ស្កាត់សម្រាលបាបនឹងបានខ្លះដែរ
ដូចជាក្នុងរឿងប្របាទជាសត្រូវដែលសម្លាប់បៃតាខ្លួនឯងត្រូវអនរយកម្មទៅធ្លាក់ក្នុងអវិជ័យមហានរកជ្រៅប៉ុន្តែពេលដែលលោកនៅមានបញ្ជននឹងលោកធ្វើបុណ្យច្រើនណាស់ទំនុកម្រងព្រះសម្មាសម្ពុទ្ធភិក្ខុសង្ឃឧបត្ថម្ភសង្ឃានាបុណ្យនឹងជួយសម្រាលមិនឲ្យធ្លាក់ទៅក្នុងអវិជ័យនរកទេត្រឹមតែលោហៈគុម្ភីនរកប៉ុន្តែវាស្រាលជាងបន្តិចឧបបិលកកម្មអាចបុណ្យចូលទៅបៀតបៀនបាបឬក៏អាចបាបថ្មីនឹងចូលទៅកាត់បន្ថយបុណ្យវិញនៅក្នុងវិធុរជាតិដកមាននិយាយពីកដុំពី4នាក់ជាសម្លាញ់នឹងគ្នាគាត់តែងតាថ្វាយទានដល់លោកតាបោះ4អង្គហើយលោកតាបោះនឹងពេលឆាន់ត្រង់ហើយគាត់ទៅសម្រាកនៅនឹងទីកន្លែងផ្សេងគ្នាលោកតាបោះមួយទៅសម្រាកនៅឋានត្រៃត្រង់លោកតាបោះមួយនៅឋានវិជុងនេះលោកតាបោះមួយនៅគ្រុឌវិមានរបស់គ្រុឌលោកតាបោះមួយនៅឧទ្យានរបស់ព្រះរាជាហើយត្រឡប់មកវិញក៏រាយរាប់ពីទីកន្លែងវិជុងនេះនឹងវាស្អាតអញ្ចេះនៅឋានត្រៃត្រង់នឹងវាស្អាតអញ្ចេះវិមានរបស់គ្រុឌនឹងស្អាតអញ្ចេះប្រាសាទរបស់ព្រះរាជានឹងស្អាតអញ្ចេះក៏ដុំពីម្នាក់នឹងឮតែបោះនិយាយពីកន្លែងនឹងអញ្ចឹងក៏តាំងចិត្តប្រាថ្នាថាដោយអានុភាពនៃបុណ្យដែលខ្ញុំបានធ្វើហើយនេះសូមឲ្យបានទៅកើតនៅកន្លែងហ្នឹងរៀងខ្លួនណាដោយបុណ្យកុសលដែលបានធ្វើហ្នឹងបានទៅកើតនៅកន្លែងហ្នឹងដោយប្រាថ្នាមែនអាហ្នឹងតើលោកធ្វើទានផងលោករក្សាសិលផងបុណ្យកុសលហ្នឹងនាំឲ្យទៅកើតក្នុងទីដែលខ្លួនប្រាថ្នាហ្នឹងក៏ដុំពីម្នាក់បានទៅកើតជាស្ដេចនាគក៏ដុំពីម្នាក់បានទៅកើតជាស្ដេចគ្រុឌក៏ដុំពីម្នាក់បានទៅកើតជាសកទេវរាជស្ដេចទេវតាក៏ដុំពីម្នាក់បានទៅជាស្ដេចផែនដីហើយមកជួបជុំគ្នា